ប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយបន្តរបស់ខ្ញុំនៅម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះបាទយឺតបន្តិចមិនមែនដោយសារតែរវល់ទេគឺដោយសារតែឲ្យបងប្អូនទៅមើលកំសុកនៅទំព័រ Facebook លោកប្រធានសំរងស៊ីអញ្ចឹងស្វាគមន៍ប្រិយមិត្តនៃគួរប៉ូឡែនពលករស្រុកគេសុកលេងបឿកនឹងរើយរីស៊ីនណាប្រិយមិត្តតែជាច្រើនរូបដតីទៀតដូចជាសុកសានហាន់ស៊ូសចឹងណាបាទចៅពិសិដ្ឋសុយសែមនិងឈនឈៀងដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីនេះខ្ញុំសូមបង្ហាញនៅរបៀបរយៈតាមប្រពៃណីទី1ការបង្ហាញប្រធានបទទី2បកស្រាយទី3សំណួរចម្លើយនិងបញ្ហាផ្សេងប្រធានបទថ្ងៃនេះមាន3សំណែងឆាំហើយប្រធានបទទី3ខ្ញុំនឹងលើកយកមកធ្វើគ្រឿងខ្លែងមុននឹងឈានចូលទៅដល់ប្រធានបទទាំង3នេះប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរុកចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឪទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទក្តៅជប៉ុនថ្ងៃនេះប្រហែលថ្ងៃនេះនិយាយពីជប៉ុនប៉ុន្តែនៅក្នុងនឹងណាសារ៉នកំពង់ចាមសូហ្វីពេជ្រនៅចំណុចផ្សេងគ្នាមួយនៅជប៉ុនហ៊ុនម៉ាណែតភូតថាកម្ពុជាមិនមែនជួបប្តឹងជាចន្ទវនីកាប្រធានបទទី2នៅជប៉ុនដដែលពុះហេតុអ្វីហ៊ុនម៉ាណែតកិច្ចអ្នកសារព័ត៌មានជប៉ុនសុកក្រៃ KH ប្រធានបទទី3ដែលជាគ្រឿងខ្លែងតើការចាប់ឪពុករបស់ខ្ញុំទាហានសមរភូមិស្មោះត្រង់ជាចំណាក់ខ្មាំងជាការបំបត្តិទឹកចិត្តនិងប្រមាថកងទ័ពអានេះគឺជាសំណួរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងស៊ូមឈានចូលទៅដល់គ្រឿងខ្លែង2សំខាន់ចិន្តាកម្មគ្រឿងខ្លែងទី1ហើយចំណែកគ្រឿងខ្លែងទី2ខ្ញុំនឹងលើកយកប្រធានបទទី3មកភ្ជាប់ទី1មានបងប្អូនយើងគាត់ឆ្ងល់ហើយឥឡូវនេះខ្ញុំក៏បានបទពិសោធន៍ដូចបងប្អូនដែរហើយបងប្អូនចែករំលែកសារនេះតគ្នាឬក៏បងប្អូនដែលបានស្ដាប់អាចកាត់នៅចំណុចហ្នឹងក៏បានដែរណាការចូលមើល page មើលអត់បានការចុចទៅលុបវីដេអូផ្សេងបងប្អូនមានធ្លាប់ជួបអញ្ចឹងទេខ្ញុំជួបអ្នកឧទាហរណ៍ជាពិសេសទំព័រ Facebook មនុស្សណាសំខាន់ដាក់ข่าวដូចជាទំព័រ Facebook ណាទីប្រុសលោកប្រធានសំរងស៊ីជាដើមទំព័រ Facebook សូនតារាជាដើមជាពិសេស Facebook សូនតារានិង Facebook លោកប្រធានសំរងស៊ីគឺចុចទៅវាលុបទៅវីដេអូផ្សេងហើយខ្ញុំជឿថាបងប្អូនយើងខ្លះគាត់ចង់មើលតែចុចមើលអត់បានបងប្អូនយើងខ្លះគាត់ចុចទៅវាលុបចេញទៅវីដេអូផ្សេងដល់ទៅពេលគាត់ដកថយវិញអេងចៅបើគឺចូលនឹងវីដេអូនឹងដដែលខ្ញុំជឿថាបងប្អូនមានបទពិសោធន៍នឹងសូមវិនសូហើយខ្ញុំក៏មានបទពិសោធន៍នឹងដែរប៉ុន្តែមានវិធី2 3យ៉ាងដើម្បីដោះស្រាយប៉ុន្តែមុននឹងខ្ញុំឈានទៅរកវិធី2 3យ៉ាងដើម្បីដោះស្រាយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចថាបច្ចុប្បន្នបច្ចេកវិទ្យាវាវិវត្តហើយលុយដល់លីអ៊ុយវាគ្រប់គ្រងមនុស្ស
បងប្អូនយល់ទេខ្ញុំនិយាយថាពាក្យលុយគ្រប់គ្រងមនុស្សមួយម៉ាត់គឺចប់ហើយបងប្អូនចាំបានលើពិភពលោកជាងនេះមិនងាយមានអ្នកណាយកឈ្នះលុយបានទេមានដោយកម្រគឺមនុស្សអស្ចារ្យប៉ុន្តែបងប្អូនត្រូវសួរថាអិនតនូមេចុះមានរឿងអីដែលពាក់ព័ន្ធជាមួយនឹងលុយទៅវិញលោកគ្រូបងប្អូននិយាយទៅសួរចឹងណាក្រុមហ៊ុន Facebook ពីមុនមកវាឲ្យយើងប្រើហើយវាបើកទូលាយយើងចង់ផុសយើងចង់ share យើងចង់ស្អីក៏បានដែរប៉ុន្តែក្រោយមកទៀតវាចាប់ផ្ដើមមានអតិថិជនច្រើនហើយវាចង់យកលុយតុក្កតារៀលពីអ្នកប្រើប្រាស់ពីព្រោះចិត្តសាស្ត្រវាដឹងថាយើងពេលដែលមានគណនីឬក៏មាន page នៅក្នុង Facebook ហើយមិនចង់ឲ្យបាត់បង់ទេអត់មានជំរឿនឲ្យត្រូវតែប្រើអញ្ចឹងត្រូវមានច្បាប់រឹតបន្តឹងតម្រូវឲ្យយើងបង់លុយដូច page ហ៊ុនសែន page ហ៊ុនម៉ាណែតអានេះបង់លុយបងប្អូនណាអត់មាន page គេហៅថា organic ហ្នឹងហៅធម្មជាតិណា page គេហៅ organic ហ្នឹងគេហៅថាអត់មានដាក់លុយដាក់អីទេដល់ទៅពេលអញ្ចឹងទំព័រ Facebook យើងវា organic វាធម្មជាតិហ្នឹង Facebook វាកំណត់មិនឲ្យមានមនុស្សមើលច្រើនទេអញ្ចឹងបានជា page របស់ខ្ញុំបងប្អូនមានឃើញទេមនុស្សមើលជាមធ្យមក្នុងអំឡុងការផ្សាយផ្ទាល់ណាពី 4K តិចបំផុតឡូប៉ូលីនទៅ 5K ឥឡូវចន្លោះពី 1K ទៅ 2K ណែបងប្អូនឃើញខុសគ្នាហើយខ្ញុំប្រាប់បងប្អូនតាំងពីប្រហែលជាមួយឆ្នាំហើយរឿងហ្នឹងនៅក្នុងប្រទេសបារាំងនៅក្នុងអឺរ៉ុបមិនបារាំងអឺរ៉ុបទាំងមូលហ្នឹងគឺ Facebook វាចាប់ផ្ដើមយកពន្ធណែមិន Facebook យកពន្ធទេណែពួកអឺរ៉ុបចាប់ផ្ដើមយកពន្ធពី Facebook ដូច្នេះ Facebook វាបានលុយឯណាឲ្យគឺវាត្រូវតែយកពីអតិថិជនហើយអតិថិជនដូចអតិថិជនណាដែលបង់លុយទៅវាឲ្យទលំទលាយទៅអតិថិជនណាដែលអត់បង់លុយទៅវារឹតបន្តឹងចំនួនអ្នកមើលអញ្ចឹងបើយើងចង់ឲ្យមានអ្នកមើលច្រើនយើងត្រូវតែបង់លុយអាហ្នឹងហើយដែលហៅថាបច្ចេកវិទ្យាវិវត្តទៅរកការលុយត្រួតត្រាអញ្ចឹងបងប្អូនអត់មានបាត់ឆ្ងល់ទេណាឥឡូវដំណោះស្រាយបាទអ្វីដែលបងប្អូនចង់ដឹងគង់ពីវាយ៉ាងម៉េច3ចំណុចសំខាន់ដំណោះស្រាយទី1បងប្អូនចុចទៅវាលោតទៅកន្លែងផ្សេងបងប្អូនថយមកវិញសិនណាហើយបងប្អូនបើកសំឡេងស្ដាប់ប៉ុន្តែបងប្អូនអាចចូលមើល comment អាចចូលទៅ comment នេះបានទេអានេះចំណុចទី1របស់បងប្អូនអត់ដឹងទី2បងប្អូនស្ដាប់ណាបងប្អូនចុចទៅលើ profile ចំឈ្មោះ profile ដែលឈ្មោះសូនតារាហ្នឹងពិសីសុថេគ្រប់គ្នាអញ្ចឹងទាំងអស់គ្រប់គ្នាដោយសារអីដោយសារ Facebook វារឹតបន្តឹងវារឹតអត់ឲ្យថាវាកំណត់ថា page សូនតារាហ្នឹងណាបើឯងចាំបង់លុយទៀតអញឲ្យឯងមើលប៉ុណ្ណេះអញឲ្យមនុស្សមើលប៉ុណ្ណឹងឲ្យតង់យ៉ាងច្រើន 1K ទៅ 1K កំពូលហ្នឹងបងសម័យឥឡូវណាអ្នកដែលផ្សាយផ្ទាល់នៅស្រុកអឺរ៉ុបនៅអាមេរិកខ្ញុំមិនដឹងទេអាហ្នឹងនៅអឺរ៉ុបបើសិនជាខ្ញុំនៅអាមេរិកផ្សាយផ្ទាល់ចំនួនអ្នកមើលខុសគ្នាបើខ្ញុំនៅខ្មែរអ្នកផ្សាយផ្ទាល់ចំនួនអ្នកមើលខុសគ្នាដោយសារនៅអឺរ៉ុប Facebook វាមានជម្រើសពីរអាបង់លុយឬអត់បង់លុយខ្ញុំរើសយកអត់បង់លុយដូច្នេះវាទៅរដ្ឋបတ်វាឲ្យយើងវាកំណត់ហ្មងដល់លោកប្រធានសំទីគាត់នៅអាមេរិកគាត់នៅបារាំងអញ្ចឹងអឺរ៉ុបដូចខ្ញុំដែរខ្ញុំចង់ឲ្យអ្នកដឹងអញ្ចឹងចំណុចទី2បងប្អូនត្រូវចុចឲ្យចំឈ្មោះខ្ញុំហ្នឹងចុចទៅមើលនៅក្នុង page ពេលដែលបងប្អូនចូលនៅក្នុងទំព័រ page របស់ខ្ញុំបងប្អូន scroll ឬក៏អូសវាមកក្រោមរុញវាទៅលើអូសមកក្រោមដើម្បីចូលមើលវីដេអូហើយបងប្អូនចុចលើវីដេអូហ្នឹងបងប្អូនអាចមើលបានហើយខ្ញុំនិយាយថាអាចមើលបានហ្នឹងមានន័យថាជួនកាលចុចអាវីដេអូហ្នឹងហើយណានៅតែមិនអាចមើលបានទៀតបងប្អូនចុច2ទៅ3ដងណាជំរឿនទី2មកជំរឿនទី2បងប្អូនចុច2ទៅ3ដងបានខើជំរឿនទី3បងប្អូនចុចហើយមើលអត់ឃើញអាវីដេអូហ្នឹងទៀតបងប្អូន scroll ទៅលើវិញ scroll ទៅអាដើមអាទំព័រដើមខាងលើបងប្អូននឹងឃើញរូបសូនតារារូប page គឺតែសូនរូបទំព័រ Facebook របស់ខ្ញុំដាក់រូបឪពុករបស់ខ្ញុំ
បងប្អូនស្គាល់ហើយដាក់រូបឪពុករបស់ខ្ញុំបងប្អូននៅឃើញនឹងឃើញរង្វង់ក្រហមមូលទេបងប្អូនមើលគេរង្វង់ក្រហមមូលផ្សេងសំណាងអារង្វង់ក្រហមមូលនឹងបងប្អូនចុចចំអារង្វង់ក្រហមមូលនឹងទៅគឺបងប្អូនអាចមើលបានបងប្អូនអាចមើលបានហើយអាហ្នឹងជាការចែករំលែករបស់ខ្ញុំរត់ធៀបនៅ3វិធីហ្នឹងសរុបសេចក្តីមកវិញបងប្អូនណាអានេះគឺជាចំណេះដឹងទូទៅមួយរឿង Facebook រត់មិនតឹងខ្ញុំបាច់និយាយទេធម្មតាទេអាហ្នឹងគេរកលុយមែនទេហើយសូនតារាលោកប្រធានសំស៊ីប្រើ Facebook ដល់បងលុយរាប់លានរាប់សែនដុល្លារដូចហ៊ុនសែនហ៊ុនម៉ាណែតផងបងប្អូនពិចារណាមើលអ្នកមើលភ្លុកទឹកភ្លុកដីអាហ្នឹងជារឿងធម្មតាទេយើងប្រើរបស់គេទៅទេគេមិនដែលឲ្យយើងពេញលេញទេប៉ុន្តែបើយើងខ្លាំងនៅគេទុកអត់ជាប់ជាមួយយើងចឹងគាត់ថា3ចំណុចសរុបសំខាន់មកសារឡើងវិញលោកបងប្អូនចូលមិនទាន់ទី1បងប្អូននឹងចូលនៅក្នុងបើសិនជាគេ share បងប្អូនឃើញគេ share ទៅបងប្អូនចុចចូលមើលទៅចុចទៅវាលោតទៅវីដេអូផ្សេងបងប្អូនដកថយហើយបងប្អូនចុចកន្លែងខ្វែងសញ្ញាសំឡេងអាចស្ដាប់បានប៉ុន្តែមិនអាចចូលខមមិនបានទី2មនីកុសលបែងបងប្អូនអាចចុចឲ្យចំឈ្មោះរមមេតាអ៊ុំត្រឡប់មកវិញចុចឲ្យចំឈ្មោះសូនតារានោះវានឹងលោតទៅ page របស់ខ្ញុំហើយ scroll ចុះមកក្រោមនឹងឃើញវីដេអូផ្សាយផ្ទាល់ចុចឲ្យលើវីដេអូហ្នឹងចុច2ទៅ3ដងគឺជាទូទៅណាបងប្អូនមើលបានហើយខ្មែរអមតៈប៉ុន្តែបើបងប្អូននៅតែមើលមិនបានទៀតបងប្អូនរុញទៅលើវិញដល់ហើយទៅមើលនៅ profile នៅ profile ហ្នឹងមានរូបរូប profile របស់ខ្ញុំដែលដាក់រូបឪពុករបស់ខ្ញុំហ្នឹងមានរង្វង់ក្រហមបងប្អូនចុចឲ្យចំរូបហ្នឹងទៅស្រីពៅមើលបានដូចគ្នាអញ្ចឹងវិធី3ហ្នឹងណា 90% មើលបានឥឡូវនេះខ្ញុំលែងនិយាយថា 100% ព្រោះ Facebook វាអាចរករឿងចំណុចចុងក្រោយនៅក្នុងចំណុចនេះបងប្អូនចូលហើយបងប្អូនកុំចេញអានឹងប្រយ័ត្នចឹងទៀតណាឧទាហរណ៍បងប្អូនចូលមើល page សូនតារាចុចចូលហើយបងប្អូនគិតថាចុចចេញទៅមើលអីសិនចាំត្រឡប់មកវិញណាអត់ទេបងប្អូនមានទូរស័ព្ទ2ទូរស័ព្ទមួយហ្នឹងសម្រាប់តែរក្សាវាមិនបើកាលណាបងប្អូនចុចចេញចុចទៅវិញគឺឡើងចូលវីដេអូជួនកាលចុចទៅវិញណាអាវីដេអូដែលខ្ញុំកំពុងតែផ្សាយផ្ទាល់ហ្នឹងសុំមនុស្សគឺបាត់ដដែលអានេះសម្បត្តិសេងរតនាគឺជាការចែករំលែកមួយសម្រាប់ឲ្យបងប្អូនយើងមួយចំនួនដែលពិបាកចូលមើលទូរទស្សន៍សូនតារាឬក៏ទំព័រ Facebook របស់លោកប្រធានសំស៊ីគឺមានវិធី3នឹងប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជើងផ្ដាច់ការសង្ឃឹមថ្ងៃមួយផ្លាស់ប្ដូរផ្នត់គំនិតហើយថ្ងៃនេះយឺតណា20នាទីបាទយឺត25នាទីមិនមែនខ្ញុំរវល់ទេខ្ញុំនិយាយខាងដើមអំបញ្ញវិញហ្នឹងបងពេជ្រគឺខ្ញុំទុកឲ្យបងប្អូនយើងទៅមើលលោកកឹមសុខនៅទំព័រ Facebook លោកប្រធានសំរងស៊ីដូច្នេះហើយបានជាខ្ញុំពន្យាពេល20នាទីទៅដើម្បីសេងគ្រីសកុំឲ្យវាត្រួតស៊ីគ្នាគ្រឿងខ្លែងទី2ប្រធានបទទី3ហ៊ុនម៉ាណែតទឹកផាណាថប់ថ្មីនេះបានថ្លែងសារអំពីការថតរូបរិះគន់និងសារផ្សេងស្ដីអំពីសកម្មភាពសុខកិរិតកងទ័ពនៅសមរភូមិដោយមានការប្រៀបធៀបរឿងនឹងបែបដែលរូបដែលល្បីជាងគេគឺរូបកឹមសុខនឹងគាត់បានពីណាមកទេណាគឺកងទ័ពការពារទឹកដីហូបបាយជាមួយអំបិលលីបេអត់ស្បែកជើងនិងកងទ័ពអគុណសន្តិភាពពាក្យនឹងលោកប្រធានសំរងស៊ីប្រើពាក្យផ្កាយហឺហាដើរញ៉ែផឹកស៊ីដើរញ៉ែហើយពួកនោះពេលមានសង្គ្រាមបាត់ក្បាលអស់អាលីងណែហ៊ុនម៉ាណែតក៏គាត់ថ្លែងសារមួយវាមានចំណុចត្រឹមត្រូវនិងចំណុចមិនត្រឹមត្រូវស្រីម៉ៅចំណុចត្រឹមត្រូវគឺយើងត្រូវតែកុំសម្ដែងអ្វីមួយដើម្បីឲ្យខូចទឹកចិត្តឬក៏បំបាក់ទឹកចិត្តកងទ័ពក្នុងសមរភូមិក្នុងអំឡុងពេលប្រទេសយើងកំពុងតែមានបញ្ហាជាមួយប្រទេសជិតខាងអញ្ចឹងយើងគួរនាំគ្នាថ្លែងសារណាមួយលើកទឹកចិត្តដល់កងទ័ពយើងដែលខ្ញុំនៅតែប្រកាន់ចំហរដដែលគឺខ្ញុំលើកទឹកចិត្តអរគុណកងទ័ពលើកទឹកចិត្តនិងសូមជូនពរពីចម្ងាយបេះដូងនៅជាមួយកងទ័ពដែលកំពុងការពារទឹកដីរឿងត្រឹមត្រូវយើងត្រូវធ្វើរីឆាតលាន់ប៉ុន្តែរឿងពិតក៏ត្រូវតែនិយាយឧទាហរណ៍ខ្ញុំ
នៅលើកនៅក្នុងប្រធានបទនេះខ្ញុំលើកម្ដងហើយចាំតែខ្ញុំដាក់ដើម្បីយកធ្វើជាគ្រឿងខ្លាំងហើយរំលេចដោយតបទៅនឹងហ៊ុនម៉ាណែតវិញការពិតនៅក្នុងប្រទេសកម្ពុជាពួកពាក់ផ្កាយហឺហាដើរលេងតាម Facebook ពួកនោះគឺអត់ដែលស្គាល់កាភ្លើងទេតនុយកាភ្លើងដែលខ្ញុំនិយាយថាតនុយផឹកកាហ្វេញ៉ាយស្រីទេមិនមែនជាអ្នកសង្គ្រាមមិនមែនជាអ្នកតែហ៊ានប្រយុទ្ធអីទេមែនទេតែវាចម្លែកដែរបងប្អូនណានៅខ្ញុំក៏លោកខ្ញុំមើលមិនគ្រប់ជ្រុងជ្រោយមិនទេដូចជានៅអឺរ៉ុបអាមេរិកឬក៏នៅបារាំងអីកងទ័ពពេលស្ថិតក្នុងឯកសណ្ឋានគឺអព្យាក្រឹតណាស្ថិតក្នុងឯកសណ្ឋានអព្យាក្រឹតហើយចង់និយាយថាអព្យាក្រឹតនៅក្នុងសារព័ត៌មាននេះក៏ដោយប៉ុន្តែបើសិនជាបោះឯកសណ្ឋានអានឹងគឺជីវិតឯកជននៅក្នុងប្រទេសកម្ពុជាគឺមនុស្សចូលចិត្តអួតឯកសណ្ឋានដើម្បីបន្លាចអ្នកដទៃអញ្ចឹងអត់អព្យាក្រឹតចំពោះការងារមានន័យថាចូលចិត្តពាក់ឯកសណ្ឋានមនុស្សទៅក្រៅខេចូលមកនឹងមានទោសពាក់ឯកសណ្ឋានយោធាពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធមិនមែនតែយោធាទេណាខ្ញុំមិនដឹងថាឥឡូវហ្នឹងវាមានឬក៏អត់ទេមានទៀតឬក៏អត់ទេពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធចូលកន្លែងការ៉ាអូខេក្លឹបឬក៏កន្លែងបនល្បែងអីណាមានទោសដោយស្វ័យប្រវត្តិណាអានឹងគេហៅថាអត់គោរពភារកិច្ចនិងមិនអព្យាក្រឹតភាពការងារយើងយកអានឹងទៅធ្វើយំដោយប្រឡាយគេបំភ័យគេឲ្យឃើញថាអញនឹងពាក់ផ្កាយអញនឹងពាក់សាក់អញនឹងនៅទៅហ៊ានអញនឹងទៅអឹមដើរទៅយកអញនឹងទៅប្រឡាយគេអង្គុយនៅកន្លែងផឹកហាងកាហ្វេខ្ញុំអត់ដែរឃើញទៅហ៊ានបារាំងអង្គុយផឹកកាហ្វេពេលយើងកុំបាច់ឲ្យដូចគេពេកប៉ុន្តែគាត់ថាវាមិនដូចគេដល់ថ្នាក់ហ្នឹងទេប៉ុន្តែយើងកុំហួសហេតុពេកកុំតនុយទៅហ៊ានទៅវត្តអីតនុយទៅហ៊ានដែរបងប្អូនអាហ្នឹងសុខសាន្តតែអត់ត្រូវមែនទេហើយអាសូរតែយើងនឹងមហាអំណាចកងទ័ពដូចចិនដូចអាមេរិកដូចបារាំងអីទៅបងប្អូនណាអាគេមហាអំណាចកងទ័ពនេះគេអត់ទៅចាប់អារម្មណ៍រឿងហ្នឹងបងប៉ុន្តែបើកណាគេពាក់ឯកសណ្ឋានគឺគេធ្វើការបងប្អូនអ្នកធ្លាប់មកលេងនៅអឺរ៉ុបហ្នឹងហើយបើកណាឃើញទាហានឯកសណ្ឋានអាហ្នឹងគឺគេធ្វើការគេកំពុងតែធ្វើការដូចជានៅតាមពលានយន្តហោះឥឡូវក៏គេដាក់ទាហានណាទាហានតាមពលានយន្តហោះតាមទីប្រជុំជនតាមកន្លែងទេសចរគេមាននៅស្រុកនេះគេមានទាហាននៅជុំវិញសភាអឺរ៉ុបអីហ្នឹងគេមានណាប៉ុន្តែបើគេដោះអានឹងចឹងចប់ហើយអត់មានអីដូចតែយើងនិយាយដូចតែយើងចឹងអត់មានតែនិយាយថាអញទាហានណាហើយអត់ទេអត់មានចឹងតែនិយាយថាអញទាហានទេមានទោសពីបទគម្រាមកំហែងគេទៅទៀតអានឹងចាគេទៅប្តឹងថាអានឹងគម្រាមកំហែងណាមួយអញ្ចឹងហ៊ុនម៉ាណែតគាត់ដែលខ្ញុំថាគាត់ភ័យថាការរិះគន់ជាការបំបត្តិទឹកចិត្តកងទ័ពហើយជាក់ស្ដែងនៅប្រទេសកម្ពុជាមានការចាប់ខ្លួនណាអ្នកសារព័ត៌មាន2-3នាក់ដែលគេចោទថាជាការបំបត្តិទឹកចិត្តកងទ័ពដោយធ្វើការសម្ភាសទៅលើកងទ័ពណាហើយរហូតដល់ឥឡូវនេះខ្ញុំមិនដឹងថាតែយើងកុំខ្វល់អានេះនោះព័ត៌មាននៅក្នុងស្រុកខ្មែរការចាត់មនុស្សនៅក្នុងស្រុកខ្មែរយើងអត់បាច់ចាប់អារម្មណ៍ទេពីព្រោះជារឿងធម្មតាទីខ្ញុំនិយាយក្នុងប្រធានបទទី2អញ្ចឹងខ្ញុំក៏ចោទជាសំណួរទៅវិញបើហ៊ុនម៉ាណែតគាត់មានមនោសញ្ចេតនាបេះដូងជាតិគោរពកងទ័ពដែលជានិមិត្តរូបនៃការការពារបូរណភាពទឹកដីជារឿងធម្មតាទេមេដឹកនាំគោរពកងទ័ពជារឿងធម្មតាដូចជានៅអាមេរិកនៅបារាំងគេមានទិវាកងទ័ពដឹងគុណជារៀងរាល់ឆ្នាំនេះគឺគេអត់គោរពប្រធានាធិបតីទេគេគោរពកងទ័ពជារឿងធម្មតាទេប៉ុន្តែខ្ញុំសួរវិញថាចុះការចាប់ឪពុកខ្ញុំជាចំណាក់ខ្មាំងជាការប្រមាថមើងងាយកងទ័ពដែលមានស្នាដៃឆ្លងកាត់សង្គ្រាមជាការបំបត្តិទឹកចិត្តកងទ័ពដែរឬទេណាហើយសូមកុំនិយាយរឿងគ្រឿងញៀនអីអសោះណាគ្រប់មនុស្សដឹងច្បាស់ហើយ
ការចាប់ឪពុកខ្ញុំគឺជាការចាប់ចំណាក់ខ្មាំងគណៈបកប្រជាជនបងប្អូនបើមិនជឿទៅអានខមមិនយើងកុំអានខមមិនអ្នកសម្ដែងយើងអានខមមិនមនុស្សខឹងមានទស្សនវិជ្ជាមួយគេនិយាយថាសគុណគ្រីអូអ៊ីសិនគុណសម្បត្តិរបស់មនុស្សខឹងគឺនៅកណ្ដាលហ្នឹងអ្នកណាអាចនិយាយពីចំណេះដឹងទូទៅបន្តិចណាខ្ញុំចង់ដឹងមើលថាច់ជាមួយណាសូរិយាខ្មែរពិននៅក្នុងទស្សនវិជ្ជាមួយគេនិយាយថាមនុស្សដែលក្តៅក្រហាយមានជាទូទៅគឺអវិជ្ជមានវា 90% អវិជ្ជមានប៉ុន្តែមនុស្សដែលខឹងក្តៅក្រហាយមានពាក្យសម្ដីមួយដែលវិជ្ជមានគឺអ្វីណាផោះស្នាផាខ្ញុំអានតិចមើលសេងលីងហ៊ីបុណ្យរតជឿន100បន្ទុកអូកូនសិស្សសូនរាហ្នឹងគឺថាម្នាក់ខ្លាំងហ្នឹងណាមិនធម្មតាទេអញ្ចឹងបានអត់ចូលគណៈបកប្រជាជនហ្នឹងបងណាបើជេរបចោចូលគណៈបកប្រជាជនបណ្ដោយហើយកុំច្រឡំថាបកប្រឆាំងជេរបចោណាបកប្រឆាំងនេះហ៊ីលយូ0បន្ទុកបាទមានអ្នក100បន្ទុកមិញឯងជេរីយ៉ាន់ណាធានីកុកស៊ី100បន្ទុកណាត្រូវហើយសំណាងណយយុទ្ធធរ0បន្ទុកមនុស្សខំយុទ្ធធរអីមែនទេសូកែវប៉ាវ100បន្ទុកមែនទេសរិទ្ធបន្ទុកជួល100បន្ទុកមែនទេយ៉ាមហាអតិទេពបណ្ឌិតមុខពប៉ែ100បន្ទុកចន្ទរាសែ100បន្ទុកមនុស្សដែលខំច្រឡោតតោតតងពាក្យប៉ិតណាមកគាត់មនុស្សខំណាស់ដែលនិយាយពាក្យមិននិយាយពាក្យក្នុងចិត្តវណ្ណៈសុវណ្ណមនុស្សណាបងប្អូនទោះជាខំទុកមិនក៏ដោយតែខំនិយាយពាក្យប៉ិតបណ្ដោយដូចថាយើងពួកម៉ាក់ដើរជាមួយគ្នាពួកម៉ាក់ណាដើរជាមួយគ្នាពួកម៉ាក់មួយទៀតហ្នឹងដូចគ្នាមិនមែនពួកម៉ាក់អ្នកក្រទេដើរផឹកស៊ីជាមួយគ្នាទៅណាបុរាណរដ្ឋឲ្យពួកម៉ាក់មួយទៀតហ្នឹងចេញលុយរហូតអត់មានអីទេអត់មានអីសុបាយថ្ងៃមួយឆ្លោះគ្នាលើកមកថ្ងៃដើរផឹកស៊ីជាមួយអញដែលចេញលុយខឹងបណ្ដោយបងប្អូនទៅពេលខឹងមនុស្សណាពេលដែលមានកំហឹងនិយាយការពិតហើយពេលដែលខឹងក៏ធ្វើបើចេញចរិតពិតឧទាហរណ៍ការចាប់ឪពុកខ្ញុំជាចំណាក់ខ្មាំងជាចរិតពិតរបស់គុណម្នាក់ជាចរិតពិតនេះយើងឃើញចរិតនេះឃើញគាត់ពាក់អាវក្រវ៉ាត់កទៅជួបគាត់ញញឹមគាត់ថត selfie គាត់ដើរទៅជួបនោះអានឹងចរិតคล้ายសម្ដែងមើលសូមតាមាននេះសម្ដែងនេះគឺខ្ញុំនិយាយរបស់ប៉ុណ្ណោះប៉ុន្តែបើអាចចាប់ឪពុកខ្ញុំជាចរិតពិតដោយសារខឹងនេះចាញ់បញ្ញាធនជ័យគ្លឿនចែកសិនចំណែននឹងគំនិតបញ្ញារបស់សូនតារាមិនអាចតតាំងជាមួយនឹងសូនតារាបានចំណែនអ្នកសូនតារាជាអ្នកប្រាជ្ញសមត្ថភាពមកដល់សូនតារាចង់បំបត្តិមាត់សូនតារាត្រូវតែចាប់ឪពុកសូនតារាអត់មានវិធីណាទេសមត្ថភាពមិនអាចប្រៀបជាមួយសូនតារាបានអញ្ចឹងត្រូវតែចាប់ឪពុកសូនតារាដើម្បីជាចំណាប់ខ្មាំងបង្ខំឲ្យសូនតារាបិទមាត់លើរឿងសានកុកឆាវចាប់ម្ដាយរបស់ទីប្រឹក្សាលីវប៉ៃណាដើម្បីជាចំណាប់ខ្មាំងបង្ខំឲ្យបាត់បង់ទីប្រឹក្សាទុនអានឹងមិនបំរើឆាវក៏ដោយប៉ុន្តែលីវប៉ៃត្រូវតែបាត់ទីប្រឹក្សាសង្គ្រាមមួយធនហេងអានឹងចរិតពិតចុះខ្ញុំឲ្យបងប្អូនទៅមើលខមមិនរបស់គណៈបព្វជិជនណាខមមិនអានឹងនៅឆ្លាតទេបងប្អូនគណៈបព្វជិជនក៏គេខមមិនដែរចេះឪពុកឯងរកស៊ីគ្រឿងញៀនអានឹងច្បាប់ប្រទេសណាក៏គេចាប់ដែរអានឹងគណៈបព្វជិជនឆ្លាតដែរគណៈបព្វជិជនឆ្លាតនេះវាដឹងគេដឹងប៉ុន្តែគេចេះលេងសម្ដីណាមកទៀតគាត់ថាគ្រឿងញៀនណាឲ្យតែបងប្អូនឃើញខមមិនគណៈបព្វប្រជាជននិយាយអំពីគ្រឿងញៀនអានឹងគេហៅថាគណៈបព្វប្រជាជនឆ្លាតមានន័យថាធ្វើឈួតខ្មែរយើងម្យ៉ាងទៀតឆ្លាតហ្នឹងគេអាចធីតាគេហៅថាមនុស្សធ្វើឈួតវាដឹងរឿងហ្នឹងវាអញ្ចឹងនេះឈាមត្រជាក់គឺមិនថាអញ្ចឹងទេគេចេះសម្ដែងហើយគេជឿថាឪពុកខ្ញុំណាគេនិយាយដូចមែនតែនប៉ុន្តែមកគណៈបព្វប្រជាជនដែលគ្នាប្រឡងមូលគ្នាក្តៅក្រហាយនឹងបញ្ញារបស់សូនតារានិយាយទៅវាមុតឲ្យការពិតដែលពួកគេជាអត់មានចំណេះដឹងអីដែលអាចបន្តតាំងបានក្តៅក្រហាយគឺបងណាឪឯងជាប់ទុកដោយសារឯងនិយាយកាន់តែខ្លាំងឪឯងជាប់គុកកាន់តែយូរបាទអានឹងពិតណាបងប្អូន
à cái đấy tự bật anh này dây thở ở vậy chui đâu cương nhiên anh ấy tụ chả lạt này dây thì cầm rất mình đây là nên miền mà nó đang cứ dương công tử liên mà nó chả lạt thì này và tới bờ dương mưa là bộ đây và tranh cầm hăng dây trắng nó thay chân á anh nói với cái bất cứ ở bộ nhóm mình men cho cốc cái chắc để xa cương như thế cứ đốt những bộ đây để tranh cầm hăng thá nó cứ để xa xôn là ra để xa xôn là ra mình đây thắm mấy tiện thằng bằng xa xôn là ra nữa nè việc cục con việc chỉ cả xa là phiệp thá có comment tôi còn không ấy tê hai bộ cụ kia chỉ mình lúc là cái trâu tỏ lọc từ mớ thá tá việc thâu tiệp còn nè đây mình lúc ấp miên tôi còn không ấy sắp tôi thăm cốn thật nha mình đầu cốn đâu ở sọt ở rốt vậy nó tôi chặt ở cái đặt cúc anh nâng nát bởi dương chi mình lúc bắt bắt mình men chỉ mi khu các ba chỉ sát để chán ấy dương tôi chu chặt nâng rốt bộ bìm xài nâng mình nè dương tôi chu chặt ấp miên tôi chu chặt nâng xôn đã đấy thì dây ẩm tí giúp tịch thoa sừng cùng mình thấy bởi cả na sừng cùng miên cho tịch thoa có là bây giờ ấy này nãy luôn được khăn sừng cùng giúp tịch thoa viết vào xài chiếm luôn được khăn sừng cùng đấy bởi anh tôi cho môi ánh hãy rốt hãy mình tôi cho môi ánh hãy ngọt chứ dương mệt đậm ngày nào môi dương plot thì mình tự tự chứ cái lấy nấy đi đây khi ông về tầm này tập chùn ở bóng ôn thả trong đăng dương từ mới comment từ bao cả đặt bạc thì chùn bữa đừng comment ta cương nhiên dương còn bạn gì dễ ra nó bộ chla từ bạn gì dương mới comment cầm hầm hai bộ kế đừng ai bạn thì treo khăm bộ kia miền cầm hầm cái treo khăm thì môi nắng mà lúc để phơi bạc chùn sâu trắng bữa thà xôn đã chị ủ cất để chùn xôn ra cất chùn nó bộ như mèo cất để chùn này nè nè hai bên dây chân thở bờ con được cất để chun chạy trồi giả nên tôi để chặt cho nó không cục ba chấm bón nó men sao tao mày chọc cục này nè sao tao mà nuôi không mấy dùng chun chọc cục nó mới phải lên bộ với chun đâu cưng nhiên nó tới để chặt mày đặt cục ở tử hả anh đang ơi thà vì lù đại khi nhóm cháu chia sủng lúa tê điện đấy nè thật táo ngày nào tiếp hôn mà này mình đấy từ tôi qua cả bất chỉ sao thế này số mấy để đôi bây giờ mất dương nè tệp ấy bánh đấy có cái khác có tháp đấy ông cho tóc để sao miên con trâu mà sẽ thở nó tiện nó thở ông cho tóc để sao tay hãy nâng nè để sao ta các ba này nâng ấy thì dây căn nó khác anh căn để cho cục nó bàn tiện thở anh ấy vì chỉ ca xa là phíp bảo bộ chỉ ca xa là phíp trong bắt mà lúc không cứ đi dây bật hỏi ca chắc ở cuộc bọc nhóm cho mình trăng tí mà lúc bất là bao khuôn mà này ở lúc khi mình dây bật tay mình được châu ta đòi bật thiên là bọc tí môi nhưng bật thiên là bọc tí phí bật đẹp là lạc này UE khleang tiểu ta nhóm xua từ mình xâm rắp nét đại miên quân là thoa thế nét đại miên quân là thoa nhom trong sầm đại từ lừa hơn mà nay đại chỉ mê được nom quân là thoa trong phui chi của rù nơi khăn nóng chất rồi này ta tin mũi nè anh bắt chỉ khai son ta rừng cổ miên sầm mặt tập hiệp đại ai priệp thiếp rừng cổ to tăng chỉ môi khi nhom tầm rau ở này anh ta thắt trăng để chọc ở bụng khi nhom rừng cầm riêng công công xa khi nhom chất chưa xa bài chân nhưng trong ai hơn mà nét xa đặc biệt tha từ tu có thật chọc tranh rồi nè như vậy thay sao thế rồi nè nè tí tỉ khác cái thang ý vì mình ai chỉ cái bóng bắt tất chất con tốt ấy công cho làm anh nè kỳ sinh đại miên à rom chui chọc cái ớt này dây thì anh nét này dây nên cứ chỉ nét cho lão tàu tổn thì nét để bây giờ chui chọc cứ tha cái mưa khơi ai cho thì thoa nét khác cái chỉ con toát để cho mình vót được cuộc rồi bọc nhưng mình về chẳng nát nét khác pika chỉ hình có chắc ở đâu chui chọc thằng anh từ ban cái tục cháu bọn anh hiên tay này dây cái thằng nhung chọc cục mũi tiết nè cô bầm non đấy cái chọc nè nhung sẽ được bốc nhung chơi chẳng nát khmé cứ cày tài pi chấm nặng khăng bằng bật muốt nâng bằng không để nhung chọc trốn
cứ cái cầm riêng đau cả nặng bạc phải chi chun là tây tết đại miên côn mình còn trò cả nặng bạc phải chi chun anh nên đặc biệt ơi mày ở nước bạc ba ta thà bởi hiên đặc câu này nâng còn trò cả nặng bạc phải chi chun hay chân đi cả nặng bạc chi chun anh chắc mày ở ấy đặc cổ phần thà chẳng xa nâng trong cầm riêng cả nặng bạc chi chun cái chắc có cục nhau mối nè này cả nặng bạc chi chun thì miên khốn á hay cái vô tha vì ai cho thì thôi nè hay cái vô tha khôn kia của mình không bình chân đấy còn là cái mình hiện giấy nè hay vì trẻ thì bố đôi một tray xem tiết để là sau 3-4 cho năm tiết trôi thì vọt rụng nó không có nặng vậy chân kỳ vi được lấy cái ta ô mình đúng mình đấy admin quân là thòa khôn kia mình không biết bộ son ra thế mà đem lại cái cật chẳng hạn còn ngày biết cật chẳng cái bạc gì này khôn kia mình không bị son ra mà lần ngày nào mới bị vô tục khoai ấy bộ dương con to quá bọc ồn anh chuyện thì bố đó là nấu nó ở vút nó America hiền tì cứ hiền tì lực lên để mà nó miên tôi bắt bắt anh mà ai cà phê bàn tôi bắt cà phê mấy cái tiền anh con tôi cái đó thì đây thì chuyên đầu cường nhiên này chuyên đầu cường nhiên rồi theo được bốc nhóm của con chuyên đầu cường nhiên không còn cắn chứng này chúng con tôi còn thì tôi mà ở bốc son ra chỉ nhận chuyên đầu cường nhiên đấy nhóm ở miền hải phò lấy cắn chứng thì lúc bắt phơi con cho bạn châu anh nó tạm cho bạn từ chồng này qua nâng miền bạc căn tha ý là nâng chỉ đất vô thi là nâng chỉ đất vật bằng tây đi áo tay là nâng chùm rất mà nung chuôi đồ cường nhiên luốt chót ploắn sầm lạc anh nâng miền tẹt quan thế anh nâng này vì chia đất cài pi để cho nên vì chuôi đồ cường nhiên bán ở bán đây bao bốc ra nhom chuôi đồ cường men chuôi đồ cường nhiên men cho vẫn đánh tiền tổ quát đầu 8 chục bạc để chia để chặt Campuchia số ra bạc cá ọt quang trâu nè chuồn đầu cường nhiên bốc té ở bốc rồi bạc luôn này không nè anh ấy bị bắt cá mong ổn bắt anh ấy kêu bị ọt chân này bắt cá bao bình chân chúng con trâu ở bên đây tôi tạm cho bạn nhưng không sẽ bắt ở đây ta nhom miếng bầu bầu sập lặt mà luôn nhom tới chấm toa nè cái chặt pu nhom cái chặt ông nhom quạt sập lặt mà luôn nhom tới bị chăng cho môi cho bạn vào biết cònสำหรับมันก็มีตู้ก่อนนะขยมสาวสลายอันนั้นสาวสลายจะสู้สอบตกเบอร์ปกขยมก่อนเพื่อเข้ากอดจวนโดเกลืองเงี้ยขยมก่อนเราการประดับเตี้ยตู้ก่อนขยมเยอะสำหรับสาวสลายกล้วยสาวสลายนั่งtừเธอตามฉบับนี่นะปัจจุบันประเทศเรายิงสู้มือเกลืองเงี้ยเนี่ยมันเบาแต่ราคามาเดียวอะไรเจ๊ตาเก๋chỉ cách tôi cường nhiên rứ có cái vô mình đúng từ đặt chia chồng đập khăm án rôm chăm ở xôn mà ra đến trò rồi hôm sau thì các quạt cái đó mình chú để bài xôn rồi đây là tha mấy cho cúc trong cái nữa là thoai một công hôm xảy nên đấy quạt cái ấy cái tay và tay còn là nhóm vô cho ba thành trẻ nên đấy chia mê riêng môi sầm rạp bom ôn tập này ông con chỉ vật mình nuôi dưỡng bởi sân chỉ lôi như có ẩm nai tinh các ba ở dưới các bạn bằng cái tệ bán á dương xuống slap nữa ngay sai pro sao chứ nuôi dưỡng không thể slap đi còn là thay dương rô bàn dùng tệ tập con đó này hai bởi sân chỉ bao con plak đô nó cầm đất bởi nó bay trong phương này bay plak đô cái tệ chết á trâu túc rương tùng nó bộ cô rương bồn sắt nâng lôi đòi lại còn thấy mẹ đây cho tao cả lôi dương trâu ca với đôi sạch chật bởi tay cùng dột viết phơi chỉ một robot bởi cả na dương dột viết phơi chỉ một robot hơi dương bắn lạc băng ở đông cái tị rồi bỏ dương đòi xa thì dương đọc đồ nó chậm nặng mang rư co liếp xả cả trộn sang bát đó nè tại dương dột một sự ấy dột một sự ấy mà đúng dương tôi chỉ nên lui vào má có không thể chung hoa với từ kia đây bởi tay bởi lui luôn ban rồi cây tình cho nên chùm luôn để dương rọc xì bật còn anh ấy với âm nhân không vậy để nhóm chọn như là lối để cao ẩm bí ca lúc các bà mình cú rồi nên mình cú phật cài phải hơi dưỡng 200 năm mình luôn xong lại cài bạn xong rồi luôn này chứ chỉ mê riêng muối đây cả nặng bắt phải chỉ trứng kịch kịch hai khi nhóm có đang bóng ổn bởi sân thời gian để cho nó mấy bóng ổn mưa mình đúng không hay nhóm ta dôn tam cùng rú ở bốc rồi bọc nhóm bong ôn con tuộc để không thể cầm được chia kia ao đầm lại thì con ấp miên ấy sát thì chắc con đặt cục bảo con bị cha này mình ôi tôi là con gì có thể chôn nó có thể chôn được nhau người ta
chẳng nhung bắt đâm vô tam mê đi là phục rồi nhung tới con to thà cái ắt của rút oi đầm lại vậy thì cái chặt tục dương chỉ ti sẽ có rứ có chỉ sạch đấy cái tâm pra tay phần nó đôi chỉ sạch cố sạch cả bầy chẳng thế để dương miên cầm lăng pra cái pra dương ở chua đây đất tụm đánh đang bay thôi phải cháu rồi bảo kia chút chuẩn thế để dương cầm lăng pra lên bán cái cặp sạch chụp liêng si thật sờ bài mình không tì bóng ồn được chân đây bóng ồn mình ai rốt nâu cao mê được nón đại miến chả đặt bịch phánh bản lời tụi bay chỉ bóng ồn mót rứ mình mót còn tại không chắc bóng ồn xuất tại bàn đang cho bạn nạc thả bởi dôn tam cùng rú ở bốc rồi bọc nhóm dương mình mến chỉ nẹ cà phê chết kỳ cục ở trong lại thì anh ấy dôn tam bốc rồi bọc nhóm hơi bóng ồn kì hiên thứ bơ ở bốc rồi bọc nhóm kì cô mình khá lại mình phơ đặt nẻo na tạp bọc hay ấy bố khá mình xí smile lại nè kì thơ mình chân đã bốc rồi bọc nhóm cứ ôi tên đã nè bên trên mặt tệ hơi chi nè bạch định sôn là kê đừng phơ bọc dương mình bán kê phơ bọc của bốc ra đôi cái này chẳng chân dương trao miên phát cầm lít mũi màu đi bộ ra phát cầm lít mũi rơ bầm ra trên pi nâng trục tra này mê đậm lo của đại thoại đại chặt tốc dương con cầm lăng và đạp ảo với hạt đất rứ cô nâng riêng khai chia đất chia sạch tầm rứ có sạch đại kịp trả ọc chất cái cặp sạch xì nè chân hơi công cho lâm thà ca chắc ở bục rồi bọc nhóm nên mình chạy tới bờ kê mình đi dây mình cái gì đi dây rồi chắc bọc cho nào nữa nơi không có tiền phải chia được tay bọc tiền phải lấy miếng cá bọc cho nó sấy tầm tầm gì tay bản thân được phương chân cá đủ quốc giờ tôi trăm bạch nhà nào bọc cho nó ở đây bọc anh tôi để cho anh làm bọc cho nó mình lúc mình khai pro rất ẩm bự ở lại pre cho mình share vào đi tới can pre cho mình được tay tiền tu được tu son đã sạc khao chân bắt đặt cả lắc đồ nát cầm định chặtประเทศละบัดตีใบประเทศละบัดตีมวยตลอดมาวิ่งคนมันไหนขยมบานสดับสัมดระคาถาหรือบอกก่อนในจุดป้อนในขยมกัดสมกวาลในขนมประเทศละบัดไหนก่อนยัยจานไปซ้ำในเพจขยมเล่นยัยนั่นเองสมุนตีมวยก็ในใจอย่างปีกัมพูชีมันแมนจูบดังคือเตยจอtrả bởi phải đánh lên cho trả cái đó có phải bị lâu dịch trời mũi nào của nó mình đi tha bởi phải đánh cứ ọt cho trả trời quá một cái đó chỗ đó đồng nặng cao phải đánh cứ lên cho trả chân toàn cái thai là đi nấu cho trả sẵn và tất nhiên chút bất trong lịch mũi rí đá ly nào ảnh cái Campuchia mình bên chụp bất đẳng cho nên mũi thì khi nhầm dùng quá cao sẽ đọc xong cả thà là bỏ quá phút nếu mà tình trạng nó phút đi mùi đi đi ở đây khi nhóm đặt là nó bật thiên là bắt đi đi thấy hay là vây hôn mà này kích hôn mà này ta ắt rong chăm chloi từ nâng sầm nua rồi bọn đại xa po là miền chụp bóng đá còn bông té rồi chưa khi này chăm xua qua này hay khi nhóm mình chân tôi sẽ nặng mùi này không bật thiên là bắt đi đi nữa Campuchia Anakot Azi Campuchia nâng chuốc cái bị pi mát đi cứ chắc bóng cả preachment share video này thì can preachment ở đây tiết sim riêng bóng cổ tu son đã bà sát khao chân bắt đặt cả plak đồ mắt của mình ấy lớn khi nhóm này dây tha hôn mà này phù rứ cổ khóc chẳng sống đại tha Campuchia mình men chuốc bắt đặt khi nhóm chẳng xua từ dù về chân rứ cổ bố rọt khá mày nhưng thà bố rọt về krop đập về krop đập chẳng bố lọ co nỉ sắt dù về chân dù về chạc rõm mê tạc ôm đại từng côi sẽ đập khôn bà này nên tới dương từng côi sẽ đập không niêm chi mà đủ dũng đấy không niêm chỉ sạch cô gạt đặt cô mơ còn khá mày nhưng nên bị ạc xò xò niên đặt cô mơ con này tớ
ខ្ញុំចោលទៅក្នុងច្បាប់ជំនាញក្នុងចំណោមអ្នកចូលមើលហើយពលរដ្ឋនៅប្រទេសជប៉ុនដែលជាចំណាប់ខ្មាំងអានឹងចំណាប់ខ្មាំងមិននិយាយទេពួកទាំងអស់ហ្នឹងសិតតែជាចំណាប់ខ្មាំងបើគ្មានចំណាប់ខ្មាំងបើគាត់អត់មានការភ័យខ្លាចដោះដូរចំណាប់ខ្មាំងនៅស្រុកខ្មែរគឺគាត់អត់ទៅជួបទេគាត់មកបាតកម្មប៉ុន្តែខ្ញុំសួរថាតើពួកនេះមានដឹងថាពាក្យនឹងជាពាក្យភូតដែរឬទេបើសិនជាពួកអ្នកមិនមែនជាពួកគោទៅមើលកុនបើអ្នកដឹងតែពាក្យនឹងភូតគឺមានន័យថាអ្នកគឺជាចំណាប់ខ្មាំងអ្នកទៅព្រោះតែកិច្ចអំពីការគម្រាមកំហែងในស្រុកខ្មែរតែប៉ុណ្ណោះណាសួងឈាមប៉ុន្តែបើសិនជាអ្នកអត់ដឹងខ្យល់អីអត់ដឹងតែហ៊ុនម៉ាណែតភូតគឺមានន័យថាអ្នកឯងគឺជាវងគោមើលកុនហ៊ុនម៉ាណែតជាកុនអ្នកឯងជាគោកុននឹងគឺចេះតែចាក់ឌីទៅមានវិញ្ញាណឯណាចេះតែនិយាយបបាត់បបោទៅភូតតែកុនភូតសំដែងណាកុនភូតនឹងសំដែងហើយពួកអ្នកគឺជាសាច់គោចេះតែទៅផ្ដុំក្បាលឡើងទៅអញ្ចឹងបងប្អូនច្បាស់ជាដេញដោលសួរមកសូនតារាវិញថាជុំសូនតារាឯងថាហ៊ុនម៉ាណែតភូតនឹងភូតត្រង់ណាហ៎បងប្អូននៅក្នុងរបបប៉ុលពតតើគេសម្លាប់មនុស្សគេកំទេចមនុស្សដោយប្រើអីប្រើត្បូងចបហើយគេហៅឈ្មោះថាយកទៅរៀនសូត្រអប់រំនៅក្នុងសម័យបច្ចុប្បន្នគេកំទេចមនុស្សសម្លាប់សេរីភាពមនុស្សដោយប្រើតឡាការស្រីអ៊ុំស្រីអូនហើយគេថាអនុវត្តច្បាប់នៅរបបប៉ុលពតគេប្រើត្បូងចបទៅកំទេចមនុស្សហើយគេថាយើងនឹងក្បត់អង្គការចុះជិននៅក្នុងរបបសពថ្ងៃគេប្រើតឡាការទៅសម្លាប់សេរីភាពគេថាយើងញុះញង់ស្រួលគាត់ញុះញង់ស្រួលគាត់មានអីក៏បានយើងផោមក៏ញុះញង់បានណាអញ្ចឹងខ្ញុំនិយាយពាក្យថាតុលាការបងប្អូនអាចរាប់បានហើយអ្នកដែលទៅក្នុងប្រទេសជប៉ុនហ្នឹងថាតើនៅក្នុងប្រទេសកម្ពុជាអង្គការសង្គមស៊ីវិលគណៈបកប្រឆាំងមន្ត្រីរាជការដែលមិនគ្រប់គ្រងគណៈបព្វជិជនមានមនុស្សប្រមាណម៉ឺនប្រមាណពាន់ប្រមាណសែននាក់ដែលរងពាក្យបណ្ដឹងដែលគេចោទថាញុះញង់ហើយចាប់ដាក់គុកហើយថ្មីនេះក្នុងចំណោមរណ្ដាកម្មនេះពលរដ្ឋខ្មែរខ្លួនឯងដែលរបបហ៊ុនដែលប្តឹងញាត់គុកប្តឹងតាំងពីជនរងគ្រោះប្តឹងតាំងពីនេះទៅប្លន់ផ្ទះគេហើយអ្នកមានអំណាចទៅចាប់ម្ចាស់ផ្ទះប្លន់ផ្ទះប្លន់ដីហើយទៅចាប់ម្ចាស់ផ្ទះម្ចាស់ដីវាយខ្នោះយកទៅដាក់គុកតើបងប្អូនមានដឹងទេថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹងគឺគេប្រើការប្តឹងគឺអ្នកមានអំណាចប្រើតឡាការប្តឹងដើម្បីកាប់សម្លាប់សេរីភាពនិងកំទេចអ្នកទុនខ្សោយតើឯណាទៅដែលនិយាយថាកម្ពុជាមិនមែនជួបប្តឹងហើយរឿងថ្មីនេះរឿងរងឈុនបងប្អូននៅជប៉ុនមិនស្គាល់រងឈុនអាហ្នឹងខ្ញុំហៅថាគោទៅមើលកុនណាដល់បងប្អូនមួយចំនួនដែលទៅទទួលហ៊ុនម៉ាណែតហ្នឹងណាអត់ស្គាល់រងឈុនអត់ស្គាល់សូនតារាឥឡូវខ្ញុំនិយាយទៅឲ្យស្គាល់តែរងឈុននិងសូនតារាបើយើងមិនស្គាល់តែរងឈុននិងសូនតារាផងទៅរៀនជប៉ុននៅបកាច់យកស្អីទទួលហារបកដូចគ្រូក្បាលក្លោះជាមួយគោអ្នកខ្លះទៅរៀនជប៉ុននៅបកាច់យកស្អីបើអត់ដឹងខ្យល់អីផងណាពិភពលោកអត់មើលឃើញអាប្រឡោះគេដាក់ឲ្យប្រពន្ធបាក់ដៃហ្នឹងរងឈុនគេប្តឹងគេរឹបអូសផ្ទះណាដោយសារតែទៅមើលព្រំដែនណាគេប្តឹងដាក់គុកសុនចន្ទធីគេប្តឹងដកសិទ្ធិរងឈុនណាគេដាក់គុកផងទោះគេមិនតចាប់ដាក់គុកគេរឹបអូសយកផ្ទះគាត់ផងហើយគេដកសិទ្ធិឲ្យគាត់ពីមនុស្សទៅជាសត្វទៅទៀតអានឹងមិនមែនការជេរទេសត្វគឺសត្វដែរមនុស្សក៏ជាសត្វដែរបាទមានសត្វដេរឆានសត្វដេរឆានគឺដូចគោដូចក្បីដូចសេះអញ្ចឹងខ្ញុំថាអញ្ចឹងពួកវារងចិត្តវាពិតនៅរាជាវាពិតមែនទេបងប្អូនមនុស្សយើងមនុស្សអត់មានក្នុងប្រទេសប្រជាធិបតេយ្យអត់មានសិទ្ធិបោះឆ្នោតអត់មានសិទ្ធិចូលឈ្មោះគេបោះឆ្នោតអត់មានសិទ្ធិធ្វើនយោបាយអីទាំងអស់តើយើងឲ្យមានខុសសត្វសេះសត្វគោអាហ្នឹងវាសត្វដេរឆានបើអញ្ចឹងយើងស្លាប់បាត់ហើយហ្នឹងយើងរស់ធ្វើអីមែនដូច្នេះយើងត្រូវប្រើប្រាស់ជីវិតយើងដើម្បីប្រយោជន៍អីមួយនេះបើយើងរស់លែងមានន័យយើងត្រូវស្លាប់ឲ្យមានន័យដូចអ្នកតាឃ្លាំងមើងមេតបឃ្លាំងអុកញ៉ាឃ្លាំងមើងអាហ្នឹងក៏ន័យធៀបបានលេងលួនតើនឹងឬដែលមិនមែនតែប្តឹងត្បិតតែ
អ្នកឯងអត់ប៉ណ្ដឹងទៅបរទេសបាត់ស្រាបានជាតិក៏ដោយអន្តរជាតិក៏ដោយតែបិទតែអ្នកឯងមិនប៉ណ្ដឹងបរទេសឆ្លៀនពៀនទឹកដីកម្ពុជាប៉ុន្តែមួយថ្ងៃអ្នកឯងចាប់មនុស្សដាក់គុកបើអ្នកឯងមិនប៉ណ្ដឹងតើអ្នកឯងធ្វើអីបច្ចុប្បន្នណាហ៊ុនសែនណារបបហ៊ុនគឺគេប្រើការប៉ណ្ដឹងដើម្បីចាប់មនុស្សដាក់គុកគេអត់ប្រើកាភ្លើងទេណាបងប្អូនគេសម្លាប់លទ្ធិប្រជាធិបតេយ្យគេសម្លាប់ណាសេរីភាពគេកំទេចមនុស្សទុនខ្សោយគេកំទេចគណៈបព្វប្រឆាំងដោយសារតែប៉ណ្ដឹងហ្នឹងអាម៉េចបានថាហ៊ុនម៉ាណែតថាកម្ពុជាមិនមែនជួបប៉ណ្ដឹងអាហ្នឹងហើយដែលខ្ញុំហៅថាភួកដែលបងប្អូននៅប្រទេសជប៉ុនស្ដាប់ហើយបើបងប្អូនមកស្ដាប់សូនតារាវិញណាគឺបងប្អូនខ្លាចជាមនុស្សហើយមិនទៅបងប្អូនមនុស្សទេបងប្អូនទៅពីព្រោះតែมันអាចកិច្ចបានបងប្អូនជាចំណាប់ខ្មាំងព្រោះបងប្អូនមានរបស់ដែលភ័យខ្លាចនៅក្នុងប្រទេសកម្ពុជាភ័យខ្លាចអសុវត្ថិភាពក្រុមគ្រួសារភ័យខ្លាចអត់មានការងារធ្វើភ័យខ្លាចបាត់ក្រកខាន់ភ័យខ្លាចព្រោះមានចំនួនមានភោជនីយដ្ឋានមានដីមានផ្ទះមានស្អីផ្សេងទ្រព្យសម្បត្តិអត្ថប្រយោជន៍នៅស្រុកខ្មែរអានឹងមានន័យថាបងប្អូនខ្វះការលះបង់តែបងប្អូនអត់ដឹងអីសោះចាប់ទីមួយខ្ញុំនិយាយពីរងជនហើយមិនមែនមានន័យថាមានតែរងជនរាប់ម៉ឺនបងប្អូនរាប់ម៉ឺនរហូតទាំងមនុស្សប្រជាជនសាមញ្ញណាដែលត្រូវគេរំលោភដីធ្លីគាត់ទៅអាត្រាក់ទៅជួបផ្ទះយើងទៅយំមុខផ្ទះយើងការពារសុំថាកុំឲ្យគេជួបផ្ទះទៅរុកប្រកូនគេចាប់អាអ្នកយំថាកុំជួបផ្ទះខ្ញុំលោកអើយអយុត្តិធម៌ណាគេមកវាយខ្នោះពុកដឹកទៅថាញុះញង់បង្កនេះប្រមាថមន្ត្រីរាជការគ្នាយំទេគ្នាយំថាជួយខ្ញុំផងសម្ដេចឬលោកសម្ដេចទៅទៀតជួយខ្ញុំផងកុំឈូសផ្ទះខ្ញុំកូនខ្ញុំនៅតូចប្តីខ្ញុំនេះពិការអត់មានអីស៊ីទេគេវាយខ្នោះពុកទៅត្រាក់ពុកបានពិតរឿងនេះពិតមកបងដែរអានឹងហើយហៅប៉ុណ្ណឹងនេះសូនតារាខ្ញុំនិយាយមិននិយាយរងឈុនតើអ្នកឯងមានដឹងប្រហែលគ្រឿងនេះខ្ញុំនិយាយក្នុងប្រធានបទទី2ចោលទៀតតើអ្នកឯងមានដឹងថាសូនតារាដែលជាតួអង្គម្នាក់ដែលហ៊ុនម៉ាណែតខ្លាចស្ញប់ស្ញែងដែលអ្នកឯងកំពុងតែស្ដាប់នេះចាត់ឪពុកសូនតារាជាចំណាប់ខ្មាំងដើម្បីបង្ខំឲ្យសូនតារានឹងចុះចូលដូចហៃវណ្ណាបងប្អូនមិនស្គាល់សូនតារាបងប្អូនក៏ស្គាល់ហៃវណ្ណាដែរហៃវណ្ណាទៅទទួលហ៊ុនម៉ាណែតនៅប្រទេសជប៉ុនហ្នឹងណាតើក្នុងខួរក្បាលរបស់បងប្អូនហ្នឹងយល់យ៉ាងដូចម្ដេចថាតើការចាប់ប្អូនប្រុសហៃវណ្ណាដើម្បីឲ្យហៃវណ្ណាចុះចូលគឺជាទង្វើប្រកបដោយគុណធម៌ដែលបងប្អូនត្រូវប្រពាក់ប្រពូនក្បាលទៅទទួលស្វាគមន៍បុគ្គលបែបហ្នឹងទេបើអញ្ចឹងមានន័យថាប្រទេសកម្ពុជាគឺវិវិនិច្ឆ័យហើយវាវិនិច្ឆ័យបើសិនជាបងប្អូនហ្នឹងដូចអៃស្តាញក៏និយាយពិភពលោកនឹងមិនបំផ្លាញដោយមនុស្សអាក្រក់ទេដោយសារមនុស្សឈរអោបដៃមើលបើបងប្អូនឈរអោបដៃមើលហើយមិនហ៊ានតេះដៀលអំពើអាក្រក់មិនហ៊ានតេះដៀលអំពើអយុត្តិធម៌ថែមទាំងទៅលើកដង្កើងបុគ្គលគួរតេះដៀលទៅទៀតពេលមានគេតេះដៀលបងប្អូនដូចធ្លាក់នរកធាក់ពីក្រោយមានគេកាត់រូបបងប្អូនគេផុសរូបបងប្អូនហ្នឹងបងប្អូនខំគេម៉ានពីព្រោះក្នុងត្រៃបិដកបញ្ជាក់ថាតេះដៀលបុគ្គលគួរតេះដៀលឡើងតាមសិទ្ធិគេចាប់ដាក់សរសើរបុគ្គលគួរតេះដៀលធ្លាក់នរកដូចគេធាក់ពីក្រោយឧទាហរណ៍ដូចជាការធ្វើបាបពលរដ្ឋខ្មែរនិងអ្នកនយោបាយគណៈបព្វប្រឆាំងនៅក្នុងប្រទេសកម្ពុជាទៅដកសិទ្ធិមនុស្សទៅធ្វើបាបគេទៅដាក់គុកគេទៅដាក់គុកតាំងពីពលរដ្ឋស្លូតត្រង់ទៅចាប់អាអ្នកធ្វើឲ្យបានទៅចាប់ម៉ែឪឪពុកគេដាក់គុកគម្រាមកូនគេជាចំណាប់ខ្មាំងហើយបុគ្គលប្រភេទហ្នឹងជាបុគ្គលគួរតេះដៀលប៉ុន្តែបងប្អូនបែរទៅជាគោរពថ្វាយបង្គំអញ្ចឹងគេជេរបងប្អូនគឺមានន័យថាសេរីសុខធ្លាក់នរកដូចគេធ្លាក់ពីក្រោយបងប្អូនធ្លាក់នរកបងប្អូនទៅបលាក់របស់ហ្នឹងគឺធ្លាក់នរកគឺការពិតណាស៊ុយត្រីប្រធានបទទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតចំណុចសម្គាល់របស់ខ្ញុំទី2ហ៊ុនម៉ាណែតអត់ហ៊ានអាណាចក្រខ្មែរឆ្លើយទៅនឹងអ្នកសារព័ត៌មានដែលរងចាំសម្ភាសគាត់នៅប្រទេសជប៉ុនក្រោយសន្និសីទហេតុអ្វីនេះបងប្អូនដឹងហេតុអ្វីចម្លើយមាន3 logic ចម្លើយទី1នរណាក៏ដឹងដែរ
ចម្លើយទី1ខ្ញុំនិយាយមុនចុះរឿងបុគ្គលខ្ញុំឯងប៉ុន្តែរឿងប្រទេសជាតិបងប្អូនខ្ញុំមានអ្នកគ្រប់គ្រងសន្តារាដែលខ្ញុំនិយាយមិញហ្នឹងគឺមានកូនសិស្សនៅជប៉ុនគ្រប់គ្រងសន្តារាច្រើនមានខ្លះជាកូនសិស្សខ្ញុំកាលនៅសាកលវិទ្យាល័យណានៅសាកលវិទ្យាល័យជាកូនសិស្សក្រោយមកគាត់ទៅធ្វើការកិច្ចការ 4-5 ឆ្នាំទៅមែនទេហើយគាត់ដាក់អាហារូបករណ៍ជាប់មកជប៉ុនដូចខ្ញុំនិយាយហ្នឹងអាហារូបករណ៍ជប៉ុនមានចែកការនឹងតាមរយៈក្រសួងអប់រំនិងផ្សេងហើយជប៉ុនភាគច្រើនគឺគេអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យរដ្ឋចង់និយាយថាអ្នកនឹងជាបុគ្គលិករដ្ឋបុគ្គលិកក្រសួងសេដ្ឋកិច្ចបុគ្គលិកក្រសួងពាណិជ្ជកម្មអីហ្នឹងគេចង់យកមនុស្សហ្នឹងមកបណ្ដុះបណ្ដាលឲ្យត្រឡប់ទៅក្នុងរដ្ឋាភិបាលវិញដើម្បីជំរុញអភិវឌ្ឍប្រទេសមានកូនសិស្សខ្ញុំច្រើនខ្ញុំនិយាយចឹងហើយក្នុងចំណោមនោះបាក់អត់ចំកូនសិស្សខ្ញុំទេគឺចំនិស្សិតអាហារូបករណ៍នៅជប៉ុនដែលគ្រប់គ្រងសន្តារាមិនចេញមកគាត់នឹងហើយដែលជាអ្នកណាតតាំងមានន័យថាឆ្លងឆ្លោយជាមួយខ្ញុំហើយគាត់ខ្ញុំផ្ដាំគាត់មានបណ្ដាញជាមួយអ្នកសារព័ត៌មានជប៉ុនខ្ញុំនិយាយប៉ិតណាបងណាខ្ញុំនិយាយប៉ិតគាត់មានបណ្ដាញព្រោះគាត់មែនទេជាមនុស្សឆ្លាតដែរឆ្លៀវវៃសោខនសខ្ញុំប្រាប់ថាគាត់ថាលោកគ្រូឥឡូវហ្នឹងខ្ញុំគិតអត់បានទេព្រោះខ្ញុំជាមន្ត្រីរាជការខ្ញុំត្រូវទៅហើយបើអត់ទេគេកត់ឈ្មោះអានេះខ្ញុំដឹងហើយខ្ញុំនិយាយមកហើយក៏គាត់ក៏បានមើលគាត់ថាលោកគ្រូនិយាយនឹងគ្មានខុសដូចថាកន្លែងណាសោះអារឿងថាចំណាក់ខ្មាំងហ្នឹងលោកគ្រូគ្មានខុសប៉ុណ្ណាទេខ្ញុំលោកគ្រូដឹងស្រាប់ហើយសុំទោសហើយពួកខ្ញុំមន្ត្រីរាជការមែនទេនៅក្រសួងអញ្ចឹងខ្ញុំត្រូវត្រឡប់ទៅក្រសួងវិញបើមិនអញ្ចឹងគេលុបប្រកខាន់ចោលហើយវាអត់បានទេប៉ុន្តែខ្ញុំបានផ្ដាំទៅគាត់វងបានៅពាក្យមួយម៉ាត់ថាចេះខ្ញុំថាតើមានស្គាល់បណ្ដាញឬក៏ក្រុមហ៊ុនគេហៅសារព័ត៌មានរបស់ជប៉ុនទេគាត់ថាមានមិត្តភ័ក្តិរបស់គាត់ជាអ្នកកសែតទៀតនៅជប៉ុនហើយខ្ញុំផ្ដាំគាត់ថាបើសិនជាជួបហ៊ុនម៉ាណែតបើសិនជាមានសន្និសីទសារព័ត៌មានហ៊ុនម៉ាណែតគេអ្នកសម្ភាសអីហ្នឹងណាជួយពឹងឲ្យគាត់សួរហ៊ុនម៉ាណែតថាហេតុអ្វីបានជាអ្នកគ្មានការខ្មាស់អៀនចាត់ឪពុកសូនតារាជាចំណាក់ខ្មាំងក្រៅតែពីចាត់ប្អូនប្រុសរបស់ណែហៃបាណាខ្ញុំមិនដឹងថាអញ្ចឹងគាត់ថាបាទលោកគ្រូហើយមួយថ្ងៃក្រោយមកគាត់ប្រាប់មែនគាត់ផ្ញើសារមកខ្ញុំទៅលោកគ្រូខ្ញុំបានផ្ដាំបាទអ្នកសារព័ត៌មានគេចាប់អារម្មណ៍ជប៉ុនគេផ្ញើគេថារឿងនោះពិតមែនគាត់បានដឹងបាទអ្នកសារព័ត៌មានគេបានដឹងគេថារឿងនោះពិតណាពិតគេថាគេនឹងសួរអ្នកសារព័ត៌មានជប៉ុនថាគេនឹងសួរថាឪពុកគាត់សួរខ្ញុំថាឪពុកឈ្មោះខ្ញុំឲ្យឈ្មោះឪពុកខ្ញុំទៅគាត់គឺសុកសុនណារ៉េហើយខ្ញុំសរសេរលម្អិតបន្តិចដើម្បីបង្ហាញព័ត៌មានសុកសុនណារ៉េឪពុករបស់ខ្ញុំនឹងគាត់គឺជាទាហានចូលនិវត្តន៍អតីតនាយសេនាធិការរងនៅតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺណាហើយគាត់ធ្លាប់ជួបហ៊ុនម៉ាណែត2លើកធ្លាប់ជួបហ៊ុនសែន1លើកខ្ញុំសរសេរបន្តិចដើម្បីព្រោះធម្មតាអ្នកសារព័ត៌មានគេតែងតែមានសាវតាឲ្យ background បើគេសួរគេត្រូវមានសាវតាគេចោលមិនត្រង់តែចឹងទេខ្ញុំរៀបរាប់ប្រាប់គាត់ចឹងហើយគាត់ទៅប្រាប់ដូចអ្វីដែលខ្ញុំរៀបរាប់ប្រាប់ចឹងប៉ុន្តែសំណួរខ្ញុំគ្រាន់តែចង់ឲ្យគេទៅសួរហ៊ុនម៉ាណែតថាហេតុអ្វីបានចាប់ឪពុករបស់ខ្ញុំជាចំណាប់ខ្មាំងដោយគ្មានការខ្មាស់អៀនពីព្រោះហើយបានខ្ញុំបញ្ជាក់គាត់រឿងត្រង់ថាពាក្យខ្មាស់អៀនបើគ្មានគេខ្មាស់ឬក៏ខ្មាស់អៀនជប៉ុនភាសាជប៉ុនគេថាមិនខ្ញុំមិនដឹងទេប៉ុន្តែគាត់ជាអង់គ្លេសទេព្រោះពេលដែលគាត់ចុះបួសទៅជប៉ុនក៏អត់មានចេះជប៉ុនទេតែដល់ជប៉ុនគេរៀនជប៉ុននេះមិនដឹងទេណាគាត់ចេះជប៉ុនក៏មិនដឹងទេលីតាហើយមកខ្ញុំប្រាប់ពីខ្មែរពីព្រោះបើកណាសួរថាហេតុអ្វីបានជាអ្នកចាក់ឪពុកសូនតារាជាចំណាប់ខ្មាំងអានឹងយើងដឹងហើយព្រោះចង់ឲ្យសូនតារានឹងចុះចូលបិទមាត់ចប់ណានេះប៉ុន្តែបើយើងត្រូវសួរថាយើងមានខ្មាស់អៀនចង់និយាយថាតើអ្នកឯងមានដឹងថាអានឹងវាជារឿងគួរឲ្យថោកទាបទេគួរខ្មាស់គេខ្មាស់ពិភពលោកគឺខ្ញុំចង់ឲ្យអាសាព័ត៌មានទូរទស្សន៍ឬក៏ណែអាកសែតជប៉ុនហ្នឹងគឺវាសួរហ្នឹងខ្ញុំសូមអរគុណច្រើនខ្ញុំលាក់អត្តសញ្ញាណដោយមិនអ្នកគ្រប់គ្នាទាំងអស់អ្នកណាផ្ញើសារមកសូនតារាគឺអត្តសញ្ញាណត្រូវបានថែរក្សាទាំងអស់ប៉ុន្តែខ្ញុំអរគុណដែលបាននិយាយចឹងទៅប្រាប់ជប៉ុនពេលនោះណាបងប្អូនហេតុអីបានរកដងខ្ញុំមិនដែលតាមដានហ៊ុនម៉ាណែតពីដើមដល់ចប់ទេខ្ញុំតាមដានហ៊ុនម៉ាណែតទៅជប៉ុននេះពីដើមដល់ចប់ព្រោះខ្ញុំអ្វីដែលខ្ញុំចង់ដឹងគឺចង់ដឹងថាតើណែគាត់បានឆ្លងកាត់សន្និសីទសារព័ត៌មានដែរឬទេអត់មែនទេអត់ចំណុចទី1តាមការ
man rồi bậc nhóm thả bà sân chia luôn đi mình hôm nay thưa son để sạch xa po được miền chloi từ nâng sùng nụ nâng bà sân chỉ nhận cái sai mà nè khăn ông trong nâng châu từ bà có cả vọt miền có bàn xu đây và đây bởi con miền vọt miền anh nè cái sai đây là câu sắc ở đây nè control zone ra đi sạch hai đứa con này cho con nâng để nhóm bắn nâng kia chúng bạc chỉ xu bởi con miền vọt miền chua hơn mà này rướng chặt vào cuộc zone ra chỉ chừng nặng mà mùi chúng nó tì pì nhầm cho lối thả hai tay bàn gì hơn mà nè mình hiên cho mình hiên cho từ nên sầm nuôi đẹp xa po miến cứ bông ôn mới đăng tại nè xa po miến cái su rương ấy tì pì cứ kê nâng su rương ca cùng riếm cùng hay đồng nàng riết chụp con mồn kì hơn nữa con ấp sơ chơi vào cái bọ xa gì con vào cái tay mình chia rương à cả hai ấp ao dừng nằm một con nó càng kéo con là nhầm và tới càng kéo nó còn mình chia thôi được càng kéo chứ còn chơi bọt phải còn chúng bạn á tham vào sân thì chuốc kỳ xua môn kỳ hai chúng bạn á nè xa po để mình chụp con đừng xua môn kế rương cùng riếm cùng hay đầm đang đây chụp con nâng miên xuống mua và đánh chuốc mà không thể mà chỉ pí đấy ca chặt thạch sẽ thá nét xuân chẳng thí nâng cho tập cánhประเทศกันนะปัดเรื่องเตี้ยนได้เจ้งปีประเทศญี่ปุ่นเฮ้ยมีเนี่ยเขาดังเรื่องโซนอะไรไอ้จวบจีมวยหนึ่งเรื่องโซนอะไรจับมาปกโซนอะไรจะหนักมันอันนี้ปิดโปรลูกใส่มือสกหัวอันนี้ขยมชื่อทางกฎบันเลือกการจับกับปกระบอกขยมชื่อจะหนักขมันการสำลักลำกำยาเนื้อขนมการจุบจุ่มลวกจิมวยนึงดำนางเรียบร้อยยังเชื่อถ้าก่อนเลิกจะหมดไหมจังขยมก็เชื่อท่าแม่ดำนางเรียกเขาจับอารมณ์พอเดือดท่าขยมก็เอาเมียนเอากัดในใจไม่ร้อยเดียวเลยลูกใส่มือสูงก็จะว่าจะเลิกเลยการในดอกกำรอมวยเนี่ยขนมจำน้องเนี่ยตูนโยบายพวกก้อนเมนเนี่ยโยบายเมนเนี่ยสุดมันดูเมนเนี่ยปฏิทานเมนเนี่ยสกัดในโจนิตี้ก็จีกันนะตัดจีจนยังเชื่อลูกใส่มือสูงนึงในใจการในอย่างพวกเราบอกขยมใช่ไหมนึกกันในเดือดเตยขนมจำน้องกากลมริ้มกลมให้ฉลองใดนึกขนมปฏิทินวัดกลมริ้มกลมให้ฉลองใดกรุ๊ปจุ่มลูกจิมวยในเหมือนไตรอันตรายเจตังอักเกลือเลือกปีชั่วโมงปกติบอกยังมันทาลูกไตรโมสุขุหรือลูกปฏิทินซ้ำสีดิเอาแต่เปียกป้อนจิมวยในการกลมริ้มกลมให้ฉลองใดใช่ไหมนะจังตีปีคือกี่ส่วนเนี่ยตีไปยับได้ปัญญาโกนสักส่วนต่างตีพวกขยมในใจมันเองพวกเราเอาให้ปฏิทินวัดในจงกราวอย่างนี้ต่อไงนี่ยังเมียนเมาส์เซ็งมาเนี่ยยังปฏิทินวัดจงกราวนั่นปฏิทินวัดตีปีให้ได้บ้านกี่คนมาไหนปฏิทินเช่าอีกว่าที่เราปฏิทินวัดตีใบเยี่ยมปีปกระบอกขยมคือพอจับไปแต่เราโจทย์เซ็งเนี่ยนะปีเติมตีมวยตามตัวสนับสนุนระบางสิ่งจีเนสซาปอดมินได้โซนระปังหอยสูนั้นบ้านตู้มินวัดมินเกณฑ์หนึ่งสูตีเรื่องให้ไอ้คนมาไหนขมิ้นกาขมาอินจับเอาปกระบอกน้ำจีจะหนักขมันปีเกจุบ้านน่ะหนังสือเรื่องกลมริมกลมหายดำนางเรียกจับปนปีใบไอเกมาเนี่ยน่าสมานแต่คือหนังสือไอเกอย่างเราคนโซนร้านนามันเนี่ยแต่ยังชื่อเราเติมตัวเบียนมาเนี่ยบริบทตุ้มงดำไปกับไม้คาเต้ยังอ่านปีใบเห็นไหมตอนเคยชะลอยเต็มเมียนแต่รูปเบ็ดโดงรูปการูปเม็ดได้บากาความโตนุ่นสกาสเซจราน์บ่าวสเซจราน์ไม่ได้ถ้ากดกับมันดำไปยืนจ้องอ่านหรือเกล่าวตีเรียนเนี่ยชลอยสำนวนลูกรัวเมียนตอนเคยเต้มาเนี่ยที่ใบเนี่ยนาเตยเต๋อแล้วขยมมือไปจีปีใบกับมันติดบอกอัพเต้คุณชลอยจะมาดองแต่กลมลือจังอ้อบางคนนะมาชลอยที่คุยวีกลมเดินกูชลอยแต่ได้นะไปมอมมาไปมอมจะรีบเติมจะรีบสู้ว่าไอเก้คลายขมาเก้โซนบรรทุกนะไอ้เก๋เมียนดูนั่นหรือคริสตินาลัสมาคริสตินาลัสยอมเจ๊อะตรงเป็นไม้ลองได้ไหมยอมเจ๊อะตรงเป็นไม้ลองได้ยอมเจ๊ดูใหญ่ละตรงเป็นไม้ลองได้ยอมเจ๊เรื่องกลมริมดำนางเรียกจับป้อนวันนี้มวยเตี้ยกิซัวรุมโลกเซตมนุษย์อันนั้นคือโจ้ของกลมเป็นไม้ลองได้น่ะนั่นนี่มวยเซตมนุษย์มวยเตี้ยปัญหาเซตมนุษย์อันนั้นโจ้กลมเป็นไม้ลองได้น่ะเซตมนุษย์เป็นไม้ลองได้น่ะมันนี่ภายในมวยอ่ะมวยจะได้อะไรแก
cái mình xua đừng nè lần công giá cái máy cho lòng đầy này ở bốc sơn ra cái máy cho lòng đầy ba khát mắt lần công giá từ đây rồi ập toàn này ngày mới cầm thơi cua sừng khẩm mới rụng lốp sắt mình đúng được từ đây còn toa tại vì cái mình bẹt quan này bạn ấy Christine cho mình ruồi hôi mắt mà rồi bận tụ khi ông tăng thì vừa cạp sai toàn nó con sơ sơn ra tung chi mình lúc mà quan này không nghĩ là mơ mà khay cả lá này mà quan pi quan này nó chloi mình rút từ tự nhiên mình đặt chloi rồi đấy mà rồi mình tụ đấy chấm say ôn mà rồi mình tụ đi ạ ok tại cam ở đây bay sẽ mình tụ về cho bạn nên về cho bạn ở bên lấy nhé rốt câu mà toàn Anisa Luna công dục hai kia mình xua đi nên Christina Lass mà rồi mình tụ cứ Ukrata cam online Ukrata cam online nhé cứ mong tổ là bài online rồi lắm bọn và cái Campuchia cứ Ukrata cam online nâng Ukrata cam liên lụy nên bị phục lốt cùng bông tay chấp vào rồng Amerik tự tại đặt toàn là cam từ nâng cầm hôn mùi vô ta mẹ cầm xì đầy nó chia ra bọc hôn tổ chụp bông thay gì mũi từ mũi kia cầm bông thì chặt vào rắm u cất từ cắm ngộ ngất sầu nổ online để nó có thể Campuchia cứ bộ chặt chùm rất mà nút rứ còn liên lùi khả màu nếu không có thể Campuchia chỉ ti tăng vô tam ra bài cả phần đặc chỉ ti tăng nè hơi ca propret ông pư u cất từ cắm online nút cứ rứ cố ca liên lùi khả màu nút cú dông tam sòng rèn xí sốt tay bẹ quăng á bừng thường khlang mừng chỉ môi nước mình nét đặt nón tròn vô cùng pu tục nè nên chắc bay nè bà sưng chỉ hôm nay còn chúa nè sao bỏ được biến cái ai đừng xua bay này chốt tốt sẽ nè sơn ra trong trời nó không có tiền bạc tí pi như dân châu là xây ní cười kì nơi khăn ôngประเทศ Campuchia ព្រោះคนម្នាក់គាត់ទៅនឹងគាត់និយាយអំពីអនាគតអាស៊ីប្រទេសសូនរាឆ្លើយជំនួសតែសេចក្តីអាចឆ្លើយថាម៉េចក៏បានដែរអ្នកអាចសរសេរថាម៉េចក៏បានដែរប៉ុន្តែពីរនឹងខ្ញុំបានសរសេររួចហើយមានតែចាប់និងបង្ក្រាបពីអនាគតនៅក្នុងអាស៊ីប្រទេសអត់មានសុវត្ថិភាពទេមានភូមិប្រទេសខ្មែរប្រទេសថៃភូមិថៃខ្មែរព្រំដែនអត់មានសុវត្ថិភាពសន្តិភាពដល់ឡើយទេណាអូប្រទេសឥណ្ឌាប៉ាគីស្ថាននៅភូមិជាប់មិនមែនជាប់តែថៃទេជាប់ប្រទេសដទៃទៀតអញ្ចឹងខ្ញុំអត់និយាយពីអាស៊ីទូទៅប៉ុន្តែនិយាយពីកម្ពុជាក្នុងចំណោមនោះបងប្អូនណាចាំសម្ដីសូនតាអនាគតណានៅក្នុងប្រទេសកម្ពុជាសូនភេងនិយាយតែពីម៉ាត់ទេគឺចាត់នឹងបង្ក្រាបពីព្រោះមនុស្សកាន់តែមានការចេះដឹងខួរក្បាលមនុស្សកាន់តែឆ្លាតវាកាន់តែបច្ចុប្បន្នអំពីអំពើព្រៃផ្សៃហើយហ៊ុនម៉ាណែតដើម្បីដឹកនាំប្រទេសបានគាត់ត្រូវតែព្រៃផ្សៃខាងក្រោយខ្នងទុកមុខគាត់ញញឹមណាដល់តែពេលគាត់កាន់តែព្រៃផ្សៃគាត់កាន់ណានេះដេកតែបាត់ការគ្រប់គ្រងពុំបញ្ញាវឌ្ឍនាគាត់កាន់តែបាត់ការគ្រប់គ្រងនៅក្នុងរបបមួយដែលបាត់បង់ការគ្រប់គ្រងទោះជាសាហាវព្រៃផ្សៃឯណាក៏ដោយវានឹងបាត់នៅក្នុងពេលឆាប់ដូច្នេះដើម្បីរក្សាអំណាចគឺគាត់ត្រូវតែចាប់ដោយគាត់ប្រើតឡាការពីបទផ្សេងជាពិសេសកំពុងតែដើម្បីបទញុះញង់គឺគាត់នឹងប្រដឹងចាប់ជនស្រុកត្រង់តបាដែលគាត់ទៅតែនិយាយថាមិនមែនជួបប្រដឹងបច្ចុប្បន្នគាត់ចេះតែនឹកឃើញនិយាយខ្លាំងចេះតែនឹកឃើញនិយាយកើតមិនមែនជួបប្រដឹងប្រជាជនខ្មែរខ្លួនឯងដាក់គុកភាយអាហ្នឹងណាអញ្ចឹងចាប់អត់មានសម័យពីដើមមកបងប្អូននៅក្នុងប្រទេសកម្ពុជាអាចមានកសែតប្រឆាំងមានទស្សនាវដ្តីប្រឆាំងមនុស្សអាចបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាបានឥឡូវនេះគាត់ពីចាប់ហើយអនាគតនេះគឺអត់មានថយហ៊ុនសែនគាត់និយាយអត់មានថយទេបើអត់ថយអាការចាប់មកវារីកគឺវាកើនតាអានេះជំងឺមហារីកចឹងដូច្នេះ
បើយោងតាមទស្សនវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលហ៊ុនម៉ាណែតកាន់យកទស្សនវិស័យហ្នឹងអនាគតនៅក្នុងប្រទេសកម្ពុជាគឺចាប់នឹងបង្ក្រាបចុះអ្វីទៅបង្ក្រាបគឺបង្ក្រាបសេរីភាពមិនមែនបង្ក្រាបអក្រិតជនបង្ក្រាបល្បែងទេបង្ក្រាបសេរីភាពគឺសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមិនមែនលំហសេរីភាពតូចទេអនាគតអាស៊ីនៅក្នុងប្រទេសកម្ពុជានឹងគ្មានសេរីភាពទាល់តែសោះនៅក្នុងការបញ្ចេញមតិនិងសេរីភាពនយោបាយលើកលែងតែសេរីភាពនៅក្នុងការលើកជើងបែបអត់មានអីលើពីនឹងទេមែនទេអត់មានអីលើពីនឹងទេដរាបណាម៉ាក់ស៊ូព្រីមយើងខ្សោយអញ្ចឹងជាសាររបស់សន្តារាយើងនៅជុំវិញពិភពលោកត្រូវតែរួមកម្លាំងគ្នាយើងត្រូវតែខ្លាំងដើម្បីកែប្រែប្រទេសយើងឲ្យមានសុខសាន្តមានសេរីភាពគ្មាននរណាម្នាក់រងគ្រោះដោយសារការចាប់និងបង្ក្រាបពីជនផ្ដាច់ការគឺយើងមិនត្រូវបោះបង់ចោលការតស៊ូហើយយើងត្រូវទាំងអស់គ្នាខ្លាំងរឿងកប៉ិកកប៉ុកកុំយកដាក់ក្នុងខួរក្បាលមានរឿងខ្លះយើងមិនមើលបានមិនមើលទៅចុះដូចជាការជេរបចោគ្នាឥតប្រយោជន៍សង្ស័យគ្នាអីហ្នឹងកុំអត់ប្រយោជន៍កូនសិស្សសូនតារាអ្នកដែលធ្លាប់រៀនជាមួយខ្លាចតែអ្នកមិនដែលរៀនជាមួយសូនតារាព្រោះនៅក្នុងនេះកូនសិស្សសូនតារាអ្នកដែលរៀនជាមួយសូនតារាមានច្រើនណាជលសាគឺទោះជាអ្នកនឹងកែប្រែបងប្អូនណាអ្នកនឹងពីដើមធ្លាប់ទៅចំណែនជួនកាលចិត្តទៅចំណែនដដែលប៉ុន្តែក៏រៀនទុកអារម្មណ៍បានជាងមុនឧទាហរណ៍ថាម៉ាំងអីទៅប្តឹង Facebook ម៉ាំងអីទៅប្តឹង Facebook អាម៉ាំងអីប្តឹង Facebook ហ្នឹងរលាយច្រើនណាស់បងប្អូនហើយយើងអង្គុយនឹកឃើញអារម្មណ៍អីចំណែនអ្នកនោះទៅប្តឹង Facebook សរសេរ status បានមួយអញ្ចឹងទៅជឿចាប់រឿងអីអញ្ចឹងទៅសរសេរ status បានមួយអញ្ចឹងទៅដល់ status ហ្នឹងយូរទៅវាមានពេលខ្លះណាកិច្ចការដែលទៅរកកិច្ចការក្រុមឬក៏កិច្ចការនៃគណៈបកកិច្ចការក្រុមកិច្ចការគណៈបកដែលគេមិនចាំបាច់រ៉ៃអានេះជារឿងផ្ទៃក្នុងណារឿងផ្ទៃក្នុងវាធ្វើឲ្យមនុស្សខូចចិត្តមួយចំនួនហ្នឹងវាយល់ថាគេមិនឲ្យតម្លៃ drama មួយបងប្អូនណាកូនសិស្សសូនតារាច្រើនណាស់ខ្ញុំទម្លាប់ខ្ញុំបរៀនណាខ្ញុំបង្រៀនមើលខ្ញុំថាកុំឲ្យប្តឹង Facebook បើផុសនៅលើ Facebook បង្ហោះសារដែលមានប្រយោជន៍សារដែលមានប្រយោជន៍ហ្នឹងគឺសារទាំងឡាយណាដែលញ៉ាំងឲ្យមានសាមគ្គីភាពបើសិនជាសារទាំងឡាយណាដែលជាអារម្មណ៍របស់យើងហើយនិយាយទៅនាំឲ្យវាមានល្អក់កកយើងទ្រាំទៅទូរស័ព្ទទៅជេរគ្នាទៅផ្ញើសារទៅឯងមិនក៏ធ្វើចឹងដល់អញហ៎បើតែនៅលើ Facebook ណាខនគង់ពិសេសកូនសិស្សសូនតារាបងប្អូនអ្នកដែលបានរៀនជាមួយសូនតារាអត់ដែលឆ្លោះគ្នាអត់ដែលបញ្ចេញអារម្មណ៍អានេះគេហៅថាដែលនាំឲ្យមានការណាច្បោកច្បល់នឹងត្រូវការលួងលោមពីអ្នកដទៃយើងអាចនិយាយគ្នាយើងបាននិយាយខ្លីគេទៅប្តឹង Facebook សម្បូរណាស់ឥឡូវនេះមនុស្សយើងអ្នកប្តឹង Facebook ហ្នឹងការរាប់អានមិត្តភ័ក្តិបងប្អូនប្រយ័ត្នប្រយែងណាបងប្អូនមើលអ្នកណាប្តឹង Facebook ច្រើនកុំសូវនិយាយរឿងសំខាន់ជាមួយនិយាយរឿងផឹកស៊ីបានហើយផឹកស៊ីទិញកៅអៅលេងសើចប៉ុន្តែរឿងតិចការសំខាន់កុំឲ្យសោះនិយាយជាមួយអ្នកបកកាយប្តឹង Facebook អ្នកបកកាយប្តឹង Facebook នៅមិនថាដេកមិនលក់ក៏ប្តឹង Facebook ទៅតែចឹងណាថាអន់ចិត្តជាមួយអ្នកណាទៀតក៏ទៅ drama Facebook ហើយអ្នកមើលហ្នឹងអត់ដឹងថានិយាយឲ្យអ្នកណាទេដល់តែមិនដឹងឲ្យនិយាយអ្នកណាអ្នកខ្លះគឺអត់ចង់សម្ដៅលើអ្នកហ្នឹងទេដោយសារដូចមានរឿងហ្នឹងដែរទៅខំចោះនឹងថាអញទៅឆ្លោះតែអត់ដឹងខ្លួនទៅទៀតតែបិទអ្នកហ្នឹងសរសេរសារហ្នឹងសម្ដៅលើនោះសម្ដៅលើមួយនោះជាមួយចាំសម្ដីសូនតារាតែនេះរៀបគេទៅក្នុងពុទ្ធសាសនាគេថារបៀបខ្សែគប់មនុស្សអត់ខុសទេបងប្អូនដែលខ្ញុំនិយាយរឿងអើអត់ទេខ្ញុំមិនឲ្យរកអានណាគ្រាន់តែថាបើអ្នកណាឧស្សាហ៍ប្តឹង Facebook ចំណាចិនមែនទេយើងនិយាយតែរឿងលេងសើចសប្បាយបានហើយកុំនិយាយរឿងកិច្ចការចាំបាច់ពីព្រោះអ្នកនោះណានឹងយកកិច្ចការសំខាន់ទៅនិយាយលេងសើចនៅលើ Facebook ទេមែនទេនេះគឺជារឿងមួយត្រឡប់ទៅវិញទៅក្នុងប្រធានបទទី1ថាជួបប្តឹងណាគ្រីវុធីជួបប្តឹងគឺ
បងប្អូនមើលហ៊ុនម៉ាណែតតែគាត់ភូតគាត់ទៅនិយាយទៅកើតណាប្រទេសកម្ពុជាមហាម៉ៃអូអាប្តឹងលើលោកគឺអ្នកមានអំណាចប្តឹងអ្នកទុនខ្សោយចាក់ញាត់គុកនឹងរឹបអូសយកផ្ទះរងជនផ្ទះទ្រព្យសម្បត្តិទៅច្បាច់កគេហើយមកថាខ្លួនឯងមិនមែនជួបប្តឹងអញ្ចឹងឲ្យតែរឿងប្តឹងហ្នឹងបងប្អូនណាអាប្តឹងហ្នឹងវាមានគុណសម្បត្តិគុណវិបត្តិយើងជាជនរងគ្រោះយើងប្តឹងមិនអីប៉ុន្តែបើថាអ្នកមានអំណាចទៅប្តឹងជនរងគ្រោះអាហ្នឹងគឺកាត់សាច់ស៊ីហើយមួយទៀតអ្នកដែលចូលធ្វើនយោបាយគេឧស្សាហ៍ប្តឹង Facebook អារម្មណ៍ផ្ទាល់ខ្លួនអន់ចិត្តក៏ទៅសេអាសបាយចិត្តក៏ទៅសេអាហ្នឹងយើងជាពួកម៉ាក់ចិត្តស្និទ្ធក៏ដោយជាពួកម៉ាក់ប៉ុន្តែកុំនិយាយសាច់ការជាមួយខ្ញុំមានមិត្តភ័ក្តិច្រើននេះដែលចូលនយោបាយតាំងពីយូរមិនមែនតែម្ល៉េះតាំងពី10 20ឆ្នាំមុនគ្រប់មិត្តភ័ក្តិខ្ញុំទាំងអស់ឲ្យតែចូលធ្វើនយោបាយខ្ញុំមានតែពាក្យមួយម៉ាត់ទេបងណាសុំយោបល់សូនតារាជជែកសូនតារាគេចូលចិត្តសុំយោបល់ទោះជានៅស្រុកខ្មែរក៏ដោយនេះចំណាចិនពាក្យអីគេបងណាត្រូវចាំថាបើយើងចូលប្រឡូកក្នុងនយោបាយយើងមានសត្រូវពីរនៃធៀបទេមិនមែនសត្រូវទេណាគឺសត្រូវខាងក្រៅនិងសត្រូវខាងក្នុងសត្រូវខាងក្រៅគឺជាគូប្រជែងរបស់យើងណាគឺជាគណៈបកខាងក្រៅសត្រូវខាងក្នុងគឺជាសមាជិកក្រុមការងាររបស់យើងអានេះត្រូវចាំតិចបំផុតទេហើយត្រៀមខ្លួនដើម្បីលេបគ្រោះលេបថ្មបងប្អូនគ្រោះហើយនឹងថ្មមិនមែនមហូបទេណាមានន័យថាត្រៀមខ្លួនឈឺចាប់បងប្អូននឹងជួបរឿងដែលបងប្អូននឹកស្មានមិនដល់ដោយបងប្អូនលេបដុំឈឺចាប់ជាងបងប្អូនលេបដុំថ្មទាំងមូលទៀតបងប្អូននឹងប្រឈមការឈ្នានេះប្រឈមការនិយាយដើមគ្នាឈិញហូកូឡុំបឺសប្រឈមនឹងការចំណែនប្រឈមនឹងការខ្សឹបខ្សៀវប្រឈមព្រោះធម្មជាតិរបស់មនុស្សមិនមែនគណៈបកណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដោយក្នុងវត្តអារាមក៏ដោយក៏លោកឆ្លុះគ្នាដណ្ដើមធ្វើជាគ្រីវត្តដែរណាបងប្អូនដណ្ដើមឡើងតំណែងឋានៈនៅក្នុងខេត្តដែរអញ្ចឹងបងប្អូនណាពាក្យសូនតារាខ្ញុំនិយាយទៅកាន់កូនសិស្សនឹងរាល់មិត្តភក្តិរបស់ខ្ញុំទាំងអស់ហើយខ្ញុំមើលទៅកម្រមានអាណារួចផុតណាកម្រមិនងាយធ្វើបានទេហ្នឹងកម្រមានអាណារួចផុតអ្នកដែលអាចធ្វើសូនតារាបានគឺឈ្នះអស់មានសត្រូវត្រូវចាំថាពេលដែលយើងបោះជើងចូលទៅក្នុងនយោបាយគឺយើងចូលទៅលេបដុំគ្រោះចូលទៅលេបដុំថ្មយើងមានសត្រូវពីរគឺសត្រូវខាងក្រៅសត្រូវខាងក្នុងសត្រូវខាងក្រៅគឺងាយទប់ទេប៉ុន្តែអ្វីដែលប្របាក់ទប់គឺសត្រូវខាងក្នុងគឺសមាជិកក្រុមការងារមិត្តភ័ក្តិរបស់យើងបើយើងទប់អានឹងបានគឺយើងទៅមានអ្នកខ្លះសម្បើមមកអត់ទាន់ស្គាល់ក្រុមឃើញថាអូឃើញក្រុមហ្នឹងគេអីហំហែងគេធូរសុបនៅសម្បើមអីស្រាប់តែចូលផ្លុកចូលបានមួយអាទិត្យអន់ចិត្តដើរចេញមកបងណាអានឹងគឺមិនមែនកូនសិស្សសូនតារាអត់ដែលស្ដាប់សូនតារាប្រាប់រកប់គ្រាទាំងអស់អ្នកណាក៏ដោយឲ្យតែមុននឹងចូលជួបសូនតារាសម្រាប់ប្រាំចឹងខ្ញុំឲ្យមនុស្សនឹងត្រៀមចិត្តណាហេតុអីពីព្រោះពេលដែលមនុស្សត្រៀមចិត្តមនុស្សជួបរឿងហ្នឹងនឹកឃើញសម្ដីសូនតារានឹកឃើញថាអូលោកគ្រូថាចូលទៅក្នុងពិភពនយោបាយគូនឹងត្រូវជួបរឿងចំណែនជួបរឿងឈ្នានេះជួបរឿងខ្បែងជើងជួបរឿងខ្ទាស់ជួបរឿងដុំគ្រោះជួបរឿងលេបថ្មជួបរឿងលេបភ្លើងយើងត្រូវសម្លៀងចិត្តអត់ធ្មត់នឹងដោះស្រាយរាល់បញ្ហាតើត្រូវសម្លៀងចិត្តអត់ធ្មត់នឹងដោះស្រាយរាល់បញ្ហាយ៉ាងដូចម្តេចមានវិធីរបស់វាកុំឲ្យតែសូនរាយនិយាយពីបញ្ហាអីរឿងមិនចាំបាច់ប្រតិកម្មទោះជាគេជេរយើងក៏ដោយអត់ត្រូវការបកស្រាយដើម្បីសុំការយល់ពីគេទេឧទាហរណ៍អ្នកនឹងចំណែនឈ្នានេះយើងជេរយើងចង់ផ្ដួលយើងខំប្រឹងទៅបញ្យល់បកស្រាយដើម្បីឲ្យឈ្នះអ្នកនឹងក៏គេអត់ឯកភាពបញ្ឈប់ការចំណែនឈ្នានេះយើងដែរចូលបដោតលើគោលដៅនិងផលប្រយោជន៍រួមមែនទេដូច្នេះវានឹងបាត់ទៅឯងប្រពុតថាកម្មរងាប់ដោយការមិនចងពីណាមនុស្សដែលមានបញ្ហាស្មុគស្មាញនៅក្នុងគូក្បាលច្រើនតែមនុស្សចាប់អារម្មណ៍នឹងសម្ដីអ្នកដតីខ្លាំងពេកអានេះនិយាយចេះចុំមិនវាថាអញ្ចឹងអញចុំហើយលើអញ្ចឹងទៅលើអានេះអត់បានចូលប្រជុំមនុស្សចូលប្រជុំមិនហ្នឹងអាតុញវាថាតារាឯងចេះវាថាតារាឯងមិនចេះហីមិនវាថាអញ្ចឹងចាប់ដើមចេញអារម្មណ៍ទៅប្តឹង Facebook ហ្នឹងថ្ងៃនេះខ្ញុំមិននឹកស្មានថាអានឹងហើយបងប្អូនណាឥឡូវខ្ញុំសួរថាអ្នកណាដែលធ្លាប់ជួបសូនតារានិយាយរឿងអីក៏ដោយ
แล้วខ្ញុំនិយាយត្រឡប់មកទៅនេះអានេះច្បាប់ពិសោធន៍ដូចបង្រៀនកូនសិស្សសូនតារាឲ្យចេះរបៀបធ្វើនយោបាយណាបងប្អូនធ្វើនយោបាយបើយើងកុំរញ៉េរកុំញញ៉ៃច្រើនអាណាមានប្រយោជន៍ដែលអ្វីដែលប្រយោជន៍គឺអ្វីដែលកើតទៅជាលទ្ធផលនិងសាមគ្គីភាពចូលយើងធ្វើចុះអ្វីដែលកើតទៅជាលទ្ធផលសាមគ្គីភាពទោះគេចោទយើងគេថាយើងនោះមនុស្សអាក្រក់មនុស្សអាត្មានិយមមនុស្សអីទៅយើងកុំចាប់អារម្មណ៍កុំសឹងតែមិនលឺទៅនៅនិយាយទៅទៀតជួបអ្នកនឹងទៅមិត្តយើងធម្មតាមិនភ្លេចតែគិតថាគេនិយាយពីក្រោយខ្នងយើងផងព្រោះវាអត់សំខាន់ឥឡូវខ្ញុំត្រឡប់មកទៅនេះមានមនុស្សជាច្រើនណាគាត់ជួបសូនតារាគាត់ថាលោកគ្រូនៅក្នុង Facebook ផ្សេងនៅក្រៅផ្សេងនៅក្នុង Facebook គូនិយាយបានវោហាមាត់ទៅប៉ោកដល់តែពេលនៅក្រៅដូចជាអត់មាត់អត់កោមិនខ្ញុំនិយាយឲ្យការពីបងប្អូនហើយអ្នកដែលជួបសូនតារាខ្ញុំដឹងថាអាចមានអ្នកខ្លះច្រឡំថាអញ្ចឹងតែខ្ញុំធ្លាប់និយាយដូចម្ដងណាក្នុង Facebook ខ្ញុំថាសូនតារាមិនមែនជាមនុស្សកំណាញ់សម្ដីទេខ្ញុំនិយាយដូចទៅក្នុង Facebook ចឹងហើយបើជួបអ្នកដែលត្រូវទស្សនៈដូចនិយាយផ្នត់គំនិតនយោបាយសេដ្ឋកិច្ចវិទ្យាសាស្ត្រអ្វីដែលនាំឲ្យមានរូបចម្រើនទៅមុខណារូបចម្រើនទៅមុខមើលទៅឃើញខិតខំស្រាវជ្រាវរកវិធីផ្សេងដើម្បីផ្លាស់ប្ដូរចឹងទៅអានឹងខ្ញុំនិយាយទល់ភ្លឺក៏បានដែរជជែកគ្នាអត់ស៊ីអត់ដែលផឹកតែជជែកគ្នាអត់ដេកទល់ភ្លឺក៏បានដែរប៉ុន្តែបើយើងនិយាយដើមគ្នាអានឹងខ្ញុំអត់មានអីតទេបងប្អូនធ្វើដូចសន្តាត្រូវអត់មកប្រមាត់ទៅដាក់លេខលោកបាត់បើតែនៅជីឡានគេនិយាយដើមគ្នាទៅជីប្រហែល5ម៉ោងណា5ម៉ោងខ្ញុំដេកលក់រហូតនឹងខ្ញុំភ្ញាក់តែកន្លែងបាត់ជើងតូចហើយនឹងហូបកាហ្វេទេមែនទេហើយគាត់ទៅនិយាយទេសភាពទៅអូឡើយនេះស្អាតភ្នំអញ្ចឹងទៅកំដរលេងទៅពីព្រោះណាបងប្អូនអាចនិយាយដើមគ្នាជាបុព្វហេតុនៃការមិនត្រូវគ្នាហ្នឹងបងអាចនិយាយដើមគ្នាណាជាបុព្វហេតុនៃការមិនត្រូវគ្នាហើយបើយើងជលក់មាត់ទៅកាន់ម្ខាងជាបុព្វហេតុនៃការញែកនឹងហើយដែលខ្ញុំនិយាយថាលេបគ្រោះលេបថ្មកាលណាយើងដឹងយើងត្រូវដឹងថាអាណាថ្មអាណាគ្រោះយើងកុំលេបអញ្ចឹងកូនសិស្សសូនតារាខ្ញុំផ្ដាំកុំឃើញក្រុមមួយនឹងយើងយល់ល្អក៏ដោយប្រយ័ត្នតែចូលទៅបានមួយទឹកឬមួយខែអន់ចិត្តណាប្រយ័ត្នចូលអន់ចិត្តត្រូវត្រៀមថាអញសូមសិស្សសូនតារាអាណាមានប្រយោជន៍អញចាប់អារម្មណ៍អ្វីទៅជាប្រយោជន៍អ្វីដែលកើតជាលទ្ធផលជាដុំកំភួននិងអ្វីដែលកើតជាសាមគ្គីភាពអានឹងចូលយើងចូលរួមចុះអ្វីដែលកើតទៅជាការបែកបាក់អ្វីដែលកើតទៅជាអវិជ្ជមានចូលក៏មានការចូលរួមអីទោះជាអ្នកនឹងនិយាយដើមយើងនឹងគេប្រាប់ក៏ដោយគេថាអានេះថាសូនតារាអញ្ចេះថាសូនតារាអញ្ចុះបងប្អូនខ្ញុំជួបលើគេនិយាយគ្រប់ទៅជាខ្ញុំរហូតទៅគេលេងនិយាយដល់អូតារាមួយនៅមួយថោតារាអីថាចេះតែអូតារាថាចេះខ្ញុំតែបាក់ទៅមើលពាក់វ៉ែនតាខ្ញុំដេកលក់បាត់ខ្ញុំមិនទៅដឹងទេផងថាអីថាទៅមិនព្រោះខ្ញុំអត់ចង់ឈ្នះគាត់ផងខ្ញុំចង់ឈ្នះតែរបបផ្ដាច់ការអីថាអាហ្នឹងហើយគេហៅថាប្រយោជន៍ណាបងប្អូនប្រយោជន៍គឺខួរក្បាលយើងហ្នឹងកុំទៅចាប់អារម្មណ៍រឿងដែលឥតប្រយោជន៍ណាអានេះគឺជាសារចុងក្រោយរបស់សូនតារាបាទចូលទៅក្នុងរបៀបរយៈផ្សេងអញ្ចឹងបងប្អូនជាមើលម៉ោងដោយសារតែពេលវេលាមានកំណត់ថ្ងៃនេះយើងមានម៉ោងច្រើនដើម្បីជជែកគ្នាលេងនៅក្រៅប្រធានបទរដងអាទិត្យដល់ប្រធានបទចប់គឺកាត់យកតែម្ដងណាអញ្ចឹងសារនេះណាគ្រប់កូនសិស្សសូនតារាទាំងអស់ចំណេញចុងក្រោយឈានជើងចូលនយោបាយឬក៏ចូលក្នុងក្រុមហ៊ុនក៏ដោយចូលក្នុងអង្គការចាត់តាំងមួយឬនយោបាយច្បាស់ជាលេបគ្រោះលេបថ្មហើយសត្រូវពីរត្រូវចាំសត្រូវខាងក្រៅសត្រូវខាងក្នុងសត្រូវខាងក្រៅជាដៃគូប្រជែងរបស់យើងសត្រូវខាងក្នុងគឺជាមិត្តភក្តិបុគ្គលិករបស់យើងកិច្ចមិនផុតអំពីការនិយាយដើមគ្នាឈ្នានេះចំណែងនិងការផ្ដួលបែងជើងគ្នាឡើយត្រូវធ្វើតែរឿងមានប្រយោជន៍ទោះជាអ្នកនោះនិយាយដើមយើងជេរបចោយើងយ៉ាងណាក៏ដោយយើងមិនបាច់ទៅចាប់អារម្មណ៍ទេជួបគឺអ្នកនោះមិត្តយើងធម្មតាដូចអត់លឺថានឹងធ្វើអីយូរទៅគឺវាលែងអីហើយមែនទេហើយបើយើងប្រតិកម្មនិយមលឺគេប្តឹងយើងទៅប្រតិកម្មរាល់ពាក្យសម្ដីជាខ្លាចគេថាអញអាក្រក់អានឹងយើងមិនអាចធ្វើការជាក្រុមបានទេអញ្ចឹងហើយបានបងប្អូនមើលសូនតារាដែលខ្លាចពីណាជីទេតាំងគណៈបព្វជិជនហើយទាំងក្នុងនេះក៏ដោយអ្នកណានិយាយថាសូនតារាមិនថាទៅខ្ញុំមានថាទៅខ្ញុំឲ្យថាមកសេរីហ្នឹងព្រោះអីខ្ញុំអត់ត្រូវការតបតខ្ញុំអត់ត្រូវការចង់ឈ្នះទេអាហ្នឹងអានេះគឺជាមេរៀនមួយសម្រាប់ប្រិយចំណិតដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយបន្តតែត្រឹមនេះចប់
អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយតនេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែកស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឪទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសារជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្តី